ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel វិនិកា KA កុំភ្លេចជួយចុច Like Subscribe និងកណ្ដឹងឲ្យ admin ផងណាដើម្បីទទួលបានរឿងថ្មីៗសាររីយើងដំបងឡើយគឺទូស្រីនិងទូប្រុសអ្នកទាំងពីរនៅជាមួយគ្នាហ្នឹងគឺដំបងឡើយទូស្រីគាត់នៅជាមួយនឹងទូប្រុសក្នុងនាមជាលេខាទេនៅធ្វើការឲ្យគាត់ជារៀងរាល់ថ្ងៃចឹងទៅដោយសារតែទូស្រីរបស់យើងគាត់គឺជាមនុស្សដែលនៅតែម្នាក់ឯងឯព្រោះឪពុកម្ដាយរបស់នាងគាត់បានចែកឋានបាត់ហើយអញ្ចឹងហើយទូស្រីគាត់ក៏ត្រូវតែប្រឹងធ្វើការដើម្បីតែកសាងជីវភាពខ្លួនឯងដោយថាកូនតូលហើយឪពុកម្ដាយស្លាប់បាត់ទៀតអញ្ចឹងគឺនាងនៅតែម្នាក់ឯងទេអ្វីដែលទូស្រីគាត់ប្រឹងធ្វើរាល់ថ្ងៃហ្នឹងគឺនីមួយគាត់ត្រូវការមានលុយដើម្បីមានផ្ទះមាន business អីខ្លួនឯងដើម្បីចិញ្ចឹមខ្លួនឯងទៅថ្ងៃក្រោយហ្នឹងជារឿងមួយប៉ុន្តែរឿងមួយទៀតហ្នឹងគឺទូស្រីគាត់ត្រូវតែធ្វើយ៉ាងម៉េចរកផុសតាំងឲ្យដឹងថាតើអ្នកណានៅពីក្រោយដែលធ្វើឲ្យពុកម្ដាយរបស់នាងដែលបានស្លាប់ទៅហ្នឹងអញ្ចឹងហើយអ្វីដែលទូស្រីគាត់អាចធ្វើបាននៅពេលហ្នឹងគឺគាត់នៅជាមួយទូប្រុសជាបដាសានក៏ប៉ុន្តែសម្រាប់ទូប្រុសយើងឯនេះវិញគាត់នៅជាមួយនឹងទូស្រីហ្នឹងគឺថាទូប្រុសយើងគឺកំពូលហ្មងជាបរិះមួយគេហៅថាសោះកក្រោះខ្មើតនិយាយរួមទៅនឹងគាត់គិតអីក្នុងខ្លួនមួយថ្ងៃហ្នឹងគឺថាបើគាត់ចង់ខឹងអ្នកណាឬក៏គាត់មិនទៅអីជោគជ័យមួយហ្នឹងគឺថាទូស្រីហ្នឹងឯងគឺជាកន្លែងដែលត្រូវគាត់បញ្ចេញដាក់អត់មានខ្វល់ពីអារម្មណ៍ទូស្រីថាធ្វើអញ្ចឹងទៅនាងគឺជាមនុស្សស្រីត្រូវការភាពទន់ភ្លន់ត្រូវការការថ្នាក់តំគឺអត់និយាយរួមគាត់ហ្នឹងគឺស្រឡាញ់ទូស្រីទាំងអត់ដឹងខ្លួនព្រោះអីគាត់គិតថាគាត់អ្វីដែលសំខាន់ក្នុងជីវិតគាត់មិនទាន់គិតដល់រឿងរៀបការគាត់គិតតែរឿងធ្វើការងារគាត់ឲ្យជោគជ័យសិនគាត់ចង់បានកិត្តិយសអារឿងគូជីវិតអីហ្នឹងទុកនៅពេលក្រោយអញ្ចឹងហើយអ្វីដែលទូស្រីនៅជាមួយគាត់ក្នុងចិត្តគាត់គ្រាន់តែជាហៅថាកែអបសុកអញ្ចឹងណាតែឡើងទូស្រីរបស់យើងគាត់ក៏បានមកធ្វើការនៅក្រុមហ៊ុនតាមធម្មតាដោយសារតែគាត់បានរៀបឯកសារឲ្យបុគ្គលិកផ្សេងតាមការងារប្រចាំថ្ងៃគាត់អញ្ចឹងទៅដោយសារគាត់គឺជាលេខារបស់ទូប្រុសនោះអញ្ចឹងហើយការងារប្រចាំថ្ងៃគាត់គឺមមាញឹកអញ្ចឹងឯងដល់ទៅហើយថ្ងៃហ្នឹងស្រាប់តែនាងម្នាក់ទៀតដែលជាកូនស្រីរបស់អ្នករកស៊ីប្រដាក់ទុនជាមួយនឹងទូប្រុសហើយនាងម្នាក់ហ្នឹងគឺជាមនុស្សដែលតែងតែចង់តាំងទាមទូប្រុសចង់បានទូប្រុសធ្វើប្តីជាយូរណាស់មកហើយមួយថ្ងៃគឺថាឲ្យតែមានពេលហ្នឹងរត់តែមករកតែទូប្រុសមិនដែលទូប្រុសយើងកំពូលបរមហាខ្មើតនោះអញ្ចឹងហើយគាត់មិនខ្វល់ទេទោះបីជានាងនេះជាកូនអ្នកណាអ្នកណីក៏កូនទៅក៏អត់ខ្វល់និយាយទៅទូប្រុសយើងមនុស្សគេហៅថាអត់ល្វីល្វល់នឹងរឿងចេះថ្នាក់ថ្នមមនុស្សស្រីអីផងហ្នឹងមនុស្សលក្ខណៈតាមមើលអត់មកអត់កហើយបើបាននិយាយចេញម្ដងវិញគឺថាអ្នកមុំគឺពិបាកទទួលស្ដាប់ណាអញ្ចឹងហើយមិនអាចមានមិត្តស្រីគេទៅបើគាត់មួយថ្ងៃឆ្លក់ទៅនឹងការងារហ្នឹងសូម្បីតែទូស្រីនៅក្បែរគាត់ដឹងពីចំណាប់អារម្មណ៍គាត់ច្រើនណានៅតែមិនត្រូវចិត្តគាត់ផងចោះថ្នមនាងម្នាក់ហ្នឹងទៀតហឺតែមិនជាចំណងចិត្តរបស់ទូប្រុសទៅហើយតែអញ្ចឹងថ្ងៃហ្នឹងនាងហ្នឹងគេមកដល់គេចង់រកចូលទៅរកទូប្រុសដែលមានបានណាត់ទុកមុនទេតែអញ្ចឹងទូស្រីយើងគាត់ក៏បាននិយាយប្រាប់ណាថាសុំទោសទាំងអ្នកនាងមិនអាចទៅជួបគាត់បានភ្លាមទេព្រោះអីអ្នកនាងបានណាត់ទុកមុនអញ្ចឹងឥឡូវនេះលោកប្រធានគាត់កំពុងតែប្រជុំបើសិនជាអ្នកនាងចូលទៅភ្លាមអញ្ចឹងទៅគាត់ប្រកាសជាខឹងអ្នកនាងហើយខឹងដល់ទាំងខ្ញុំទៀតអញ្ចឹងណាទូស្រីគាត់ថាគាត់ធ្វើតាមការងារខ្លួនឯងទេស្រាប់តែនាងម្នាក់ហ្នឹងមកដល់ថាឲ្យទូស្រីយើងឌឺដងថានាងឯងជាស្អីមានសិទ្ធអីមកខាត់យើងចង់មិនឲ្យយើងទៅរកគាត់បើយើងចង់ទៅយើងទៅហើយនាងឯងគ្មានសិទ្ធទេដល់ទៅហើយទូស្រីក៏បាននិយាយថាសុំទោសផងអ្នកនាងដោយសារតែអ្វីខ្ញុំប្រាប់អ្នកនាងគឺជាការងារនៅក្នុងក្រុមហ៊ុនតែប៉ុណ្ណោះមិនបានលោកលំទៅដល់រឿងខ្លួនឯងនោះទេអញ្ចឹងហើយសូមខំថាអ្នកនាងនឹងយល់ពីព្រោះថានៅគ្រានេះគឺយើងគោរពទៅតាមច្បាប់របស់ក្រុមហ៊ុនមិនមែនចេះតែធ្វើតែចិត្តឯងទេដល់ហើយនាងម្នាក់នឹងជ្រិញណាគេថាគេនឹងជាកូនស្រីអ្នកមានឯទូស្រីចឹងត្រឹមតែជាក្មេងម្នាក់ដែរនៅតែម្នាក់ឯងអត់មានឪពុកដែរអីចឹងក៏មិនចង់ខ្លាំងណាដល់ហើយចង់រកគេហៅថាធ្វើស៊ីទូស្រីយើងមានណាទូប្រុសយើងមកតន់គាត់មកដល់គាត់សួរថានាងធ្វើស្អីណាមកលោឡាស្អីនៅក្នុងក្រុមហ៊ុនខ្ញុំទូប្រុសយើងមិនមែនសភាពបារោះទេណាកុំច្រឡំគិតថាមកអញ្ចឹងហើយមកនិយាយស្រួលបួអីដូចប្រុសគេអត់ទេឃើញអីថាហ្នឹងហើយមិនទុកមកឲ្យទេមិនថានាងជាកូនអ្នកណាទេអត់ត្រូហ្មងទូប្រុសក៏បានឆ្លើយសួរថាដៃនាងខាងណាបាញ់មិញតែនាងធ្វើអីទៅលើមនុស្សរបស់ខ្ញុំឆាប់ឆ្លើយមកដៃខាងណាហើយនាងម្នាក់ហ្នឹងក៏បាននិយាយប្រាប់ថាដៃដែលទូប្រុសកំពុងចាប់ហ្នឹងហើយដែលថាខ្លួនបានធ្វើទៅលើទូស្រីមិញណាដល់ទៅហើយទូប្រុសក៏បានប្រាប់ទូស្រីថាធ្វើដាក់នាងនឹងវិញតើខ្ញុំអនុញ្ញាតឲ្យនាងធ្វើគាត់ប្រាប់ទៅទូស្រីណាថានាងនឹងធ្វើស្អីលើទូស្រីបាញ់មិញឲ្យទូស្រីធ្វើទៅលើនាងនឹងវិញព្រាមទៅដល់ទៅហើយទូស្រីថាអីទេលោកប្រធានរឿងតិចបន្តួចទេកុំឲ្យវែងឆ្ងាយអីខ្ញុំមិនប្រកាន់នោះទេចាត់ទុកថាគ្មានរឿងអីទៅចាស់ដល់ទៅហើយទូប្រុសថាខ្ញុំឲ្យនាងធ្វើអីនាងធ្វើនឹងទៅខ្ញុំមិនមែនឲ្យនាងមកតមកនៅពេលហ្នឹងទេដល់ទៅហើយទូស្រីយើងមកហ៊ានមួយទូប្រុសនិយាយរួមទៅទូប្រុសយើងមិនមែនមនុស្សធម្មតាណាឃើញថាមើលនាងមកចង់ធ្លុះទៅហើយជាងទូស្រីមិនហ៊ានក៏ធ្វើតាមអ្វីដែលទូប្រុសប្រាប់ទៅនិយាយរួមទៅជួនរង្វាន់នាងនឹងវិញពុបណាចាំការបើពេលនឹងទូប្រុសឲ្យសិតអីមកបាយតែធ្វើអីបាននឹងវិញភ្លាមហ្មងអត់មានទុកយូរទេក៏បានឲ្យកូនចៅយកនាងម្នាក់នឹងចេញទៅក៏មកញ៉ៃញ៉ៃក្នុងក្រុមហ៊ុនគាត់ទូប្រុសយើងគាត់មិនសូវចូលចិត្តទេធ្លាប់ហើយមនុស្សគាត់សោះក្រោះស្រាប់ផងមកលោឡាអីទៀតមិនចូលចិត្តទៅបន្តិចក្រោយមកទូស្រីក៏បានដើរចូលទៅក្នុងអូហ្វីសរបស់ទូប្រុសហើយក៏បានសួរគាត់ថាតើមានការងារអីបន្ថែមឲ្យគាត់ធ្វើឬក៏អត់ហើយទូប្រុសក៏បាននិយាយថាឲ្យទូស្រីយើងធ្វើប្រធានបទតាមប្រព័ន្ធអ៊ីនធឺណិតទៅឲ្យអ្នកកសែតគេយកទៅចោលតាក់ទងទៅនឹងរឿងដែលស្រីម្នាក់មិញមកញ៉ៃញ៉ៃក្នុងក្រុមហ៊ុនគាត់ណាហើយទូស្រីថាអីទេលោកប្រធានលោកគាត់និយាយរឿងតិចតួចតែប៉ុណ្ណោះខ្ញុំអីទេមិនបាច់ទៅចោលអីចឹងនាំវែងឆ្ងាយទូប្រុសថាអ្នកណាប្រាប់នាងថាខ្ញុំចោះព័ត៌មានពីស្រីម្នាក់មិញក៏ព្រោះតែនាងខ្ញុំធ្វើព្រោះហេតុផលរបស់ខ្ញុំទេ
តួប្រុសដាក់មួយម៉ាត់ចឹងមកតួស្រីយើងគាំងហ្មងអស់វិចាហ្មងតួប្រុសយើងកំពូលហ្មងហើយតួស្រីគាត់គិតក្នុងចិត្តអើយឯងគិតឈួតអីឯងគេមិនបានគិតអីពីឯងទេគេធ្វើព្រោះហេតុផលផ្ទាល់ខ្លួនគេតាកុំសម័យខ្ពស់ពេកតួស្រីគាត់គិតចឹងក្នុងចិត្តណាដល់តែចឹងក៏តួប្រុសយើងគាត់ចេះតែមើលមុខតួស្រីរួចចុះនាងមានស្អីទៀតឬក៏អត់ចង់សួរខ្ញុំពីស្អីទេតួស្រីយើងក៏បានសួរតួប្រុសថាលោកប្រធានប្រសិនជាខ្ញុំបកគលលុយ1លានទៅឲ្យលោកប្រធានវិញតើបានអត់អ្វីដែលនាងបានសួរហ្នឹងគឺដោយសារតែតួប្រុសធ្លាប់ឲ្យហ្នឹងទៅតួស្រីហើយតួស្រីក៏អត់ចង់ឲ្យតំណែងអ្នកទាំងពីររបៀបបែបហ្នឹងណាព្រោះអីតួស្រីគាត់ចង់និយាយថាត្រូវការតំណែងមួយដែលពិតប្រាកដមិនមែនលុបលើអា private មិនចំ private អាគេហៅថាសាធារណៈមិនសមសាធារណៈហើយមិនដឹងថាតួប្រុសចាត់ទុកគាត់ជាស្អីឲ្យប្រកបអញ្ចឹងទៅតួស្រីគាត់ក៏ត្រូវការអនាគតមួយច្បាស់លាស់ដែរមិនអាចរស់នៅក្នុងស្ថានភាពស្វិតស្វិលដូចរាល់ថ្ងៃអញ្ចឹងណាដល់ទៅតួប្រុសគ្រាន់តែលើសំណើរបស់តួស្រីព្រាមនិយាយទៅក្តៅហ្មងតួប្រុសយើងឆេវឆាវស្រាប់នោះគាត់ក៏បានថាបិទមាត់នាងទៅបើមិនចង់ឲ្យនាងខានបាននិយាយរឿងរហូតឈប់ប្រើពាក្យនេះជាមួយខ្ញុំទៀតកុំឲ្យខ្ញុំឮអ្វីដែលនាងយកមកសួរខ្ញុំបាញ់មិនជាលើកទី2ដឹងហើយថាចរិតខ្ញុំបែបណាតួស្រីថាត់យល់អញ្ចឹងហើយសុំត្រឡប់ទៅវិញបើអត់មានការអីទៀតតួស្រីយើងអស់វិចានឹងនិយាយទៅមិនទេបើតួប្រុសយើងកំពូលបរោះហើយហ្នឹងបាក់និយាយគ្នាសឹងអីល្ងាចឡើងតួស្រីរបស់យើងក៏បានមកជួបក្រុមគ្រួសារដិតគូតំណឹងរបស់នាងណានិយាយរួមទៅគ្រួសារនឹងកំពូលខូចហើយល្បិចច្រើនទៀតកាលពីពេលដែលបងប្អូនរបស់តួស្រីគាត់នៅរស់ណាគឺថាអាណែបណប់យកចិត្តយកថ្លើមមកចង់បានតួស្រីយើងទៅរៀបការធ្វើកូនប្រសាអញ្ចេះអញ្ចោះដល់ពេលគាត់ថាគាត់បានបាត់បង់ជីវិតទៅតួស្រីយើងក៏ធ្លាក់ខ្លួនគឺបោះបង់តួស្រីយើងចោលថាតួស្រីយើងចេះអញ្ចោះជាពិសេសអាមួយដិតគូតំណឹងគឺថាតួស្រីយើងពេលជាទីដល់តឥឡូវហ្នឹងឃើញថាតួស្រីរបស់យើងមកធ្វើការក្រុមហ៊ុនរបស់តួប្រុសមើលទៅប្រហែលជាបានប្រាក់ខែខ្ពស់មានតំណែងមានកិត្តិយសអីចង់មកហៅរាប់អានធ្វើដូចស្គាល់គ្នាវិញចេះចោះហើយណាមួយក៏ចង់ឲ្យតួស្រីរបស់យើងហ្នឹងគីឡូមាននៅសល់គេហៅថាទ្រព្យសម្បត្តិរបស់ពុកម្ដាយរបស់នាងប្រសើរទុកអីណាមួយទៅគីឡូថាបានជួយយឹតជងខ្លួនឯងព្រោះឥឡូវខ្លួនឯងកំពុងតែរៀងធ្លាក់ដុនដោតដែរណាចឹងហើយចង់សវេសវាតួស្រីយើងវិញក៏ប៉ុន្តែតួស្រីយើងគាត់ចងចាំជានិច្ចចំពោះអំពើរបស់ពួកនឹងដែលធ្វើទៅលើគាត់ទេណាចឹងគ្មានថ្ងៃតួស្រីយើងគាត់ភ្លេចបានទេកុំបាច់ឲ្យមកធ្វើខោក្បាលឲ្យមកអាយខ្នងក្រៅគ្មានណាគេទៅជឿទៀតទេតែធ្វើដងដាក់គេចងចាំមួយជីវិតហើយចំណាមួយដែលជាអតីតគូតំណឹងក៏ធ្វើជាមកនិយាយជាមួយនឹងតួស្រីយើងចេះអញ្ចឹងណាថាតួស្រីយើងឥឡូវមើលទៅស្អាតជាងមុនប្លែកអីចឹងណាប្រហែលជាអាចទៅធ្វើការជាមួយនឹងតួប្រុសហើយអាចនឹងមានជីវភាពគ្រាន់បើជាងមុនហ្នឹងមើលទៅបានជាសាច់ឈាមស្រស់ថ្លាមើលទៅស្អាតមិនដូចជាពេលដែលពុកម្ដាយរបស់នាងទៅបច្ច័យឋានទៅថ្មីពេលហ្នឹងតួស្រីរបស់យើងក៏អត់ទាន់មានអីទាំងអស់នោះតែអញ្ចឹងតួស្រីថាមិនបាច់មកធ្វើល្អជាមួយនឹងនាងទេអ្វីដែលអ្នកទាំងអស់គ្នាបានធ្វើទៅលើនាងចាំភ្លេចឡើយបន្តមកទៀតតួស្រីយើងរសារធន់ទ្រាំនឹងការនិយាយស្ដីរបស់ក្រុមគ្រួសារនឹងពេកនាងក៏បានដើរចេញទៅវិញថាទៅផ្ទះដល់ហើយមួយនឹងអត់ព្រមនៅតោងទៀមតួស្រីយើងវិញទៀតថាកុំឲ្យតួស្រីទាន់ទៅអីនាងមានការសំខាន់ចង់និយាយជាមួយនាងណាតួស្រីថាលែងទៅគាត់គ្មានការងារត្រូវនិយាយជាមួយទៀតទេហើយចែកដនពេលហ្នឹងតួប្រុសយើងគាត់បើកឡានតាមដានតួស្រីចង់ណាតួស្រីតាណាខ្លះក៏ប្រទះឃើញតួស្រីយើងនៅហ្នឹងក៏បានស្រែកហៅតួស្រីថានាងនៅនឹងធ្វើអីទៀតខ្ញុំមានកិច្ចការងារឲ្យនាងត្រូវធ្វើជាមួយខ្ញុំឡើងឡានពេលមកនិយាយរួមមកគាត់ប្រចាំនោះគាត់នៅឃើញតែមួយនឹងមួយញ៉ៃនេះអត់បានទេនិយាយទៅតួប្រុសយើងស្រឡាញ់គេអីគេក៏ប៉ុន្តែអាមាត់នឹងវាផ្ទុយពីចិត្តអាចិត្តស្រឡាញ់គេប៉ុន្តែអត់ព្រមទទួលស្គាល់ខ្លួនស្រឡាញ់គេទេកុំឲ្យតែអ្នកណានឹងនិយាយមួយតួស្រីកុំថាឡើយតតែនិយាយគាត់តែស្រឡាញ់មកតួស្រីនឹងក៏បានគាត់ក្តៅឆេះឈួលអស់ហើយបើចាន់រើរឿងតួស្រីអញ្ចឹងចុះឈប់កំពូលហ្មងណាបារោះម្នាក់ហ្នឹងបន្តមកទៀតតួប្រុសយើងដោយសារតែអាការប្រចាំនៅក្នុងខ្លួនវាពេញទំហឹងហើយចឹងក៏បានយកតួស្រីមកខុនដូគាត់ហើយក៏បានលក្ខណៈថាចាត់ការតួស្រីយើងធ្វើស៊ីទៅហ្មងបាច់និយាយអីច្រើនទេកំពុងតែប្រចាំពេញបន្ទុកអីអត់មានស្ដាប់ការបកស្រាយទេមិនដឹងថាទៅជួបអ្នកណាហ្នឹងគឺជាអីទេគឺសំខាន់គាត់ថាតួស្រីជាមនុស្សរបស់គាត់អញ្ចឹងហើយកុំថាឡើយដល់និយាយគ្រាន់តែតួស្រីសម្លឹងគេឬគេសម្លឹងតួស្រីក៏អត់បានដែរអញ្ចឹងរបស់គាត់ក៏ហួងហែងអញ្ចឹងហើយគឺថាមានតែចាត់ការទៅតាមអ្វីដែលគាត់កំពុងតែគិតនឹងក្តៅតែតែងធម្មតាដល់បញ្ចេញពួកអីថាមនុស្សដូចគាត់នឹងគឺជាមនុស្សសោះស្រស់មិនងាយនឹងស្រឡាញ់អ្នកណាតែបើស្រឡាញ់វិញគឺកាប់មុខហ្មងខ្ញុំអីតែថាទូស្រីយើងសំបីតែចង់ដកដង្ហើមហ្នឹងក៏ត្រូវរងចាំការអនុញ្ញាតពីគាត់ដែរកំពូលបរោះមានតែមួយទេដល់ឡែកងាកមកមើលអាមួយដែលជាអតីតគូត្រង់ទូស្រីរួមនឹងនាងមួយដែលជាកូនអ្នករកស៊ីជាមួយនឹងខាងទូប្រុសណាហើយក៏មកចង់ពិភាក្សាគ្នាធ្វើយ៉ាងម៉េចរៀបគម្រោងនាងម្នាក់ចង់បានទូប្រុសរីអាមួយនោះចង់បានទូស្រីត្រឡប់ទៅវិញអញ្ចឹងគេពងលើកផែនការពិភាក្សាគ្នាថាធ្វើយ៉ាងម៉េចបបែកអ្នកទាំងពីរអីចឹងបានព្រោះនាងនឹងគាត់មើលដឹងថាទូប្រុសហួងហែងទូស្រីវាអាចលើសពីពាក្យថាជាលេខាគាត់ថាគាត់មិនបានបញ្ចេញមកអីចឹងណារីអាមួយនេះវាកំផលទេថាទូស្រីយើងត្រូវជាស្អីជាមួយមួយនោះព្រោះគិតថាទូស្រីធ្លាប់ជាអតីតគូត្រង់របស់ខ្លួនយ៉ាងណាគាត់ត្រូវតែយកទូស្រីត្រឡប់មកវិញទោះបីជាពេលហ្នឹងទូស្រីនៅខឹងលើអីជាមួយខ្លួនប៉ុន្តែត្រូវតែមានផែនការធ្វើយ៉ាងម៉េចយកទូស្រីទៅវិញឲ្យបាន
ស្អែកឡើងនាងម្នាក់ហ្នឹងក៏បានទៅរកទូប្រុសដល់កន្ទប់ហើយទូស្រីយើងចៃដល់គាត់យកឯកសារសំខាន់មកឲ្យទូប្រុសសញ្ញេក៏ប្រទះឃើញអ្នកទាំងពីរនៅជាមួយគ្នាគាត់មានអារម្មណ៍មួយរៀងប្រចាំដែរទូស្រីមិនតែគាត់មិនហ៊ានថាអីទេបានតែត្រឹមគិតក្នុងចិនមិនដូចទូប្រុសបើថាឃើញអញ្ចឹងច្បាស់ជាចូលទៅភ្លាមហ៎តែអញ្ចឹងទូស្រីយើងក៏បានកាន់ឯកសារទៅរកទូប្រុសណាហើយគណៈពេលហ្នឹងក៏បានលឺនាងម្នាក់ហ្នឹងប្រមូលទូប្រុសទៅញ៉ាំអីជាមួយនឹងឪពុកម្ដាយរបស់ខ្លួនដោយសារថាយកលេសឪពុកម្ដាយរបស់ខ្លួនហ្នឹងអញ្ជើញទូប្រុសទៅញ៉ាំជាមួយគ្នានិយាយរួមទៅចង់តាក់ទងតាក់ទាញគេធ្វើប្តីនោះតែអញ្ចឹងអាវិធីអីក៏ធ្វើបានមុខក្រាស់ប៉ុណ្ណាក៏ចេះទៅរួចដែរអញ្ចឹងហើយពេលហ្នឹងក៏ទូប្រុសរបស់យើងឃើញទូស្រីក៏ដើរចូលមកក៏សួរមានការអីទូស្រីថាមានឯកសារឲ្យទូប្រុសសញ្ញេអញ្ចឹងហើយទូប្រុសក៏បានទទួលឯកសារពីទូស្រីបន្តបានសញ្ញេផងនាងម្នាក់ហ្នឹងក៏បានយកដៃកាន់ឯកសារហ្នឹងវាថាកុំទាន់អាគិតឯកសារទុកពេលក្រោយទៅបានអត់ពេលនេះឪពុកម្ដាយរបស់នាងកំពុងរងចាំទូប្រុសគួរទៅញ៉ាំអាហារថ្ងៃត្រង់មួយគ្នាណាដល់តែអញ្ចឹងទៅក៏នាងម្នាក់ហ្នឹងដៀងមើលទូស្រីចង់ប្រាប់ថាបាច់ឲ្យទូស្រីទៅជាមួយអីចឹងកុំចូលមករំខានព្រោះលក្ខណៈគេទៅជាលក្ខណៈ private តែជាមួយទូប្រុសអីចឹងគេថាគេហ្នឹងពេលហ្នឹងរួចទៅហើយក៏បានទូប្រុសយើងក៏និយាយថាមកអីទេចាំឲ្យទូស្រីជួយចាត់ចាយផងព្រោះអីគាត់ត្រូវការទៅញ៉ាំអីក្រៅប្រហែលជា1ម៉ោងឲ្យទូស្រីយើងហ្នឹងបើសិនជាមានភ្ញៀវមករកគាត់អីប្រាប់តាមហ្នឹងណាហើយគាត់ក៏មិនបានពេញចិត្តជាមួយនឹងម្នាក់ហ្នឹងដែរមកធ្វើកាន់ដៃកាន់ជើងឲ្យទូប្រុសយើងមនុស្សមិនចូលចិត្តអញ្ចឹងផងហ្នឹងមកធ្វើអីចឹងមកទូប្រុសពេញចិត្តហ្នឹងច្រឡំធំហើយទូស្រីក៏គាត់មិនដឹងថាម៉េចទេបើចវាយថាម៉េចគឺគាត់ធ្វើតាមហ្នឹងចឹងទៅហើយអ្នកទាំងពីរគេក៏បានបដើគ្នាចឹងទៅហើយទូស្រីយើងបានទៅលួចអន់ចិត្តណាទូប្រុសហើយនឹងនាងម្នាក់ហ្នឹងនៅក្នុងឡានគាត់ក៏បាននិយាយប្រាប់ណាថាកុំឲ្យនាងម្នាក់ហ្នឹងធ្វើអីលើសព្រំដែនអ្វីដែលគាត់ព្រមទៅជួបជាមួយពុកម្ដាយនាងហ្នឹងមិនមែនអីលើសពីកិច្ចការងាររកស៊ីទេពីព្រោះយកយល់ថាគាត់ស្បជួយគាត់ពីមុនមកអញ្ចឹងហើយគាត់ផ្ដល់ឱកាសឲ្យក៏តែបើសិនជាហ៊ានធ្វើអីលើសព្រំដែនណាកិច្ចការសហប្រតិបត្តិការរបស់គាត់នឹងក្រុមគ្រួសារនាងម្នាក់ត្រូវបញ្ចប់ភ្លាមគាត់អត់មានទុកមកឲ្យទេទូប្រុសយើងអត់ចេះត្រូគេទេណានៅក្នុងភាពបន្តនេះទូស្រីរបស់យើងនៅសារតែគាត់ខូចចិត្តឃើញថាទូប្រុសគាត់ទៅញ៉ាំបាយជាមួយនឹងនាងម្នាក់ហ្នឹងណាអញ្ចឹងហើយធ្វើឲ្យគាត់អត់សប្បាយចិត្តទេម្ដងទៅណាក៏បានមកកន្លែងក្លឹបមួយណាក៏អង្គុយផឹកម្នាក់ឯងចឹងទៅចិត្តផងអីផងនោះចឹងមានបានគិតបែងឆ្ងាយគិតទៅពីអកយើណាទូស្រីពេលហ្នឹងគាត់សប្បាយចិត្តទេអញ្ចឹងហើយពេលហ្នឹងក៏មានអតីតគូនឹងរបស់នាងណាដែលតែងតែតាមមកក្រោះទូស្រីឥឡូវក៏ប្រទះឃើញថាទូស្រីនៅអង្គុយផឹកតែម្នាក់ឯងជាគិតថាឱកាសហើយពេលហ្នឹងក៏បានបន្លែបន្លំយកទូស្រីយើងគិតថាចង់ទៅធ្វើស៊ីណាបន្ទាប់មកទៀតអាមួយនឹងក៏បានជើទូស្រីយើងទៅដល់កន្លែងស្នាក់នៅមួយកន្លែងដើម្បីគិតថាចាត់ការទូស្រីយើងព្រោះវាថាទូស្រីយើងគឺពីមុនជារបស់វាអញ្ចឹងហើយឥឡូវក៏នៅតែជារបស់វាអត់មានឲ្យទៅអ្នកណាវាថាទៅយកទូស្រីត្រឡប់មកវិញវាអត់ខ្វល់ថាវាប្រើវិធីអីសំខាន់ពេលហ្នឹងគឺវាចង់បានទូស្រីត្រឡប់មកវិញចំណែកឯនាងដែលជាកូនស្រីរបស់អ្នករស់ស៊ីជាមួយទូប្រុសក៏បានអូសទូប្រុសយើងមកដល់កន្លែងហ្នឹងក៏ចង់ប្រាប់ទូប្រុសថាទូស្រីយើងជាមួយនឹងមួយអតីតគូទៅហ្នឹងមានតំណែងអីលើសពីធម្មតាជាមួយគ្នាចង់ឲ្យទូប្រុសមកឃើញបន្តភ្នែកជារួមទៅគេថាញុះញង់ណាធ្វើឲ្យទូប្រុសយើងអត់សប្បាយចិត្តខឹងឬក៏បែកបាក់អីមួយទូស្រីទៅអាហ្នឹងគោលបំណងរបស់នាងដឹងតែហើយបាត់ដនបានស្គាល់ចរិតទូប្រុសណាគាត់មិនចេះតែជឿតែប្រែតបាហើយទូប្រុសយើងក៏មិនមែនមនុស្ស slow ទេណាមកចង់គំរាមឬក៏ថាឲ្យគាត់ហ្នឹងគាត់ជឿទេហើយគាត់ក៏បានសួរថានិយាយច្បាស់មកថាមួយហ្នឹងយកទូស្រីទុកទៅណាបើនិយាយតាមស្រួលទេគាត់មិនចាត់ការតាមអ្វីដែលគាត់អាចធ្វើទៅបានហើយនាងម្នាក់ហ្នឹងមានណាទៅឃើញទូប្រុសយើងខឹងអញ្ចឹងខ្លាចដែរក៏បាននិយាយប្រាប់តាមហ្នឹងណាថាមួយហ្នឹងយកទូស្រីទៅទុកកតុបណាអញ្ចឹងទៅទូប្រុសលឺសូរទៅអញ្ចឹងក៏បានរត់ទៅភ្លាមណាខ្លាចថាមួយហ្នឹងគិតធ្វើអ្វីមនុស្សរបស់គាត់ទៅហើយភ្លាមហ្នឹងទូប្រុសរបស់យើងក៏បានចូលទៅជួយទូស្រីយើងបានតាន់ពេលណាគាត់ក៏បានលើកបីទូស្រីយើងដើម្បីយកចេញពីកន្លែងហ្នឹងគាត់ក៏បានថាពួកអ្នកទាំងពីរហ្នឹងថាបើសិនជាគាត់បានដឹងថារឿងរ៉ាវនេះគឺជាគំនិតរបស់ទាំងពីរអ្នកនឹងរួមដៃគ្នាច្បាស់ជា100ខ្លួនអ្នកណាក៏ដោយគាត់អត់មានទុកឲ្យតែហ៊ានប៉ះពាល់មនុស្សរបស់គាត់ទេណាទូប្រុសយើងក៏អត់និយាយអីច្រើនទេគាត់ប្រាប់តែប៉ុណ្្នឹងហើយក៏បានបីទូស្រីយើងដើរចេញពីកន្លែងហ្នឹងទៅហើយធ្វើឲ្យអ្នកទាំងពីរដែលថាខំរៀបគម្រោងគិតថាធ្វើស៊ីគេនោះហើយវាមិនបានសម្រេចនោះដល់តែអញ្ចឹងទៅក្តៅកាហាយដល់ចំណែកទូប្រុសទូស្រីយើងបន្តវាបានយកនាងមកចូលក្នុងឡានក៏បានបញ្ជាកូនចៅគាត់ថាបើកឡានចេញតែលឿនទៅដើម្បីយកទូស្រីយើងទៅពេទ្យដែរណាដោយសារតែមើលទៅនាងមិនធំតែស្វឹងធម្មតាក៏មិនដែរបាច់ត្រូវថ្នាំបងមួយនឹងទៀតអញ្ចឹងហើយក៏ទូស្រីរបស់យើងដែរដោយសារតែវាចេញជាតិថ្នាំមកខ្លាំងហើយនោះទៅពេទ្យណាតអញ្ចឹងហើយក៏បានប្រាប់ទូប្រុសថាទៅមិនតាន់ទេមានឲ្យទូប្រុសជួយសិនហើយតែអញ្ចឹងទូប្រុសគាត់ជល់ថាមិនកើតទេអញ្ចឹងក៏បានឲ្យទៅកងឡានចេញទៅទុកគាត់ជួយសួរស្រីសិនមិនបាច់នៅទេបើគាត់មកឲ្យមកណាអញ្ចឹងហើយក៏ទៅបាត់ទៅកងឡាននៅសល់តែទូស្រីទូប្រុសយើងណាក៏បានថាជួយទូស្រីយើងតាមការគួរអីចឹងទៅណា
Sai tháng tu srai bây giờ còn bạn đang khôn với nhận đọc bên nó còn xoan tại cho môi yang aku tự động đang thưa ai quá rái đã đọc lại kênh tu pro còn nở nắng có còn tháo mà để tạm vật tu pro chui giống á hay tờ chống cái tu srai của bạn được khơi nhập phim phí và tham san mấy tập tu pro giống còn của bạn tờ nhằm ai cho môi nâng nêm nhẹ nâng từ chụp trong cruza nên nó hai chiếc game men cùng rong giờ khni và lo ai giống á còn cái tầm này ai giống tu srai đã tháo còn của bạn là khơi đơn nó có xong tu pro một đòn thế đó tha trong xong tu pro bây giờ nó cứ ai chọc khni trong đang tơ bài to thế đấy nè trong thôi chia tầm nẹt tầm nong màจะบาลไอ้จังจะมันตัวเพราะนะก่อนตัวใส่จังเดือดสนาจังเพิ่มตัวเพราะจังกระไดชายมองกดกันทากดคอมช่วยยุบมันให้จะตัดผักล้างมันตอนออกคนกดพ่อแล้วมาส่งไปตำแหน่งน้องกดไม่พร้อมกดคำตัวใส่กับบ้านแต่ตัวใส่ใจเนี่ยพอตะกงเย่เปลี่ยนน้องกดลือตัวตีกดจังสลับตัวใส่ยังก็โดนจัดตีก่อนcái đènยังก็เติมเตรียมจำการเลยดูสวยบนมันดึงจังแล้วเชฟอ่านหายติดท้องสาวครับเจียงใส่ติดนู้ចំណែកទូស្រីរបស់យើងផ្សាយឡើងនេះក៏បានមកជួបជាមួយនឹងមិត្តភ័ក្តិរបស់នាងចិត្តស្និទ្ធម្នាក់ណាតែតែមានរឿងអីពិភាក្សាគ្នាទៅមករហូតដល់សារឡើងរាប់អានគ្នាដូចជាបងប្អូនអញ្ចឹងតែទូស្រីក៏បាននិយាយរៀបរាប់អំពីបញ្ហារបស់នាងប្រាប់មិត្តភ័ក្តិណាហើយនាងក៏បានឲ្យយោបល់ថាអើយមិននៅធ្វើការvớiគេតទៀតទេលាឈប់ទៅយើងស្គាល់កន្លែងមួយចង់ឲ្យឯងទៅរកស៊ីជាមួយយើងល្អទេបើកន្លែងរកស៊ីខ្លួនឯងយើងធ្វើការខ្លួនឯងរកលុយខ្លួនឯងវិញមិនបាច់ធ្វើការឲ្យគេទេវាគ្មានន័យអីទេមករកដល់ចឹងឯងបាច់នៅក្បែរនៅកាន់តែយូរឯងកាន់តែខ្លាចជាមនុស្សគ្មានប្រយោជន៍សម្រាប់គេទុកជារបស់លេងហ្នឹងគ្មានគោលដៅច្បាស់លាស់ឯងនៅធ្វើអីទូស្រីយើងឬសូធម្មតភ័ក្រឲ្យយោបល់ចឹងវាដូចជាអ្វីដែលនឹងធ្លាប់គិតដែរដល់តែចឹងទូស្រីក៏បានខ្លាចចិត្តថានឹងយកសវត្ថទីឈប់ទៅឲ្យទូប្រុសណាទូស្រីយើងបន្ទាប់ពីសម្រាប់ចិត្តច្បាស់ហើយក៏យកលិខិតលេខឈប់ទៅឲ្យទូប្រុសនៅក្នុងកតុបដល់ទៅពេលដែលទូស្រីយើងហុចអាសវត្ថនឹងហើយធ្វើទូប្រុសយើងគាត់ចាប់ដើមមួម៉ៅមកភ្លាមព្រោះគាត់ជាមនុស្សឆេវឆាវស្រាប់សោះអក្រក់មិនដែលចេះផ្អែមហែមនោះគាត់តែឮថាទូស្រីចង់លេខឈប់ពីខ្លួនមិនផងប៉ុន្តែមនុស្សវាខ្មើតចរិតគឺថាក៏អឺតកតោមកគាត់ថាមានតែឯងសង្ហាមានអីខ្លះមនុស្សស្រីតាមហ្នឹងដល់តែចឹងទោះបីទូស្រីយើងចង់ឈប់អត់ព្រមឲ្យគេឈប់ហ្នឹងក៏ប៉ុន្តែមាត់ហ្នឹងក៏បានខាត់ប៉ុន្តែធ្វើជាទង្វើលក្ខណៈថាបង្ហាញទង្វើមិនឲ្យទូស្រីទៅប៉ុន្តែមាត់ហ្នឹងគឺមិនព្រមខាត់ដាច់ខាតទូប្រុសក៏បានងើបចេញពីកៅអីហើយកាន់អាសវត្ថសុំឈប់របស់ទូស្រីយើងណាមកហែកនៅមុខនាងអត់មានខាត់ថាកុំឲ្យទៅអីទេក៏ប៉ុន្តែទង្វើវិញអស់តោះណាទូប្រុសហើយគាត់ក៏សួរទូស្រីថាស្អីដែលជំរុញឲ្យនាងមកសុំទីឈប់ពីខ្ញុំឬថានាងមានប្រុសស្រីឬក៏ត្រឡប់ទៅរកអតីតគូទៅរកនាងវិញក្តែងដឹងហើយថាមួយនឹងវាយ៉ាងម៉េចចំពោះនាងបើសាននាងមិនទាន់ដាច់អាឡ័យពីវាទេចង់ទៅក៏ទៅទូស្រីថាមិនបានពាក់ព័ន្ធជាមួយនឹងគេនោះទេខ្ញុំគាត់ថាចង់មានការរកស៊ីជាមួយមិត្តភ័ក្តិហើយក៏ចង់បានកន្លែងមួយដល់ខ្លួនឯងទូប្រុសថាធ្វើការមិនទាន់បានប្រហែលផងនាងចេះស្អីហើយដែលហ៊ានចង់ទៅបើកកន្លែងធ្វើការថ្មីនោះនិយាយតែមាត់ទេប៉ុន្តែរាងកាយគេតែទៅចូលចិត្តទូស្រីណាតែទៅនាងក៏បានថាលោកប្រធានណាកន្លែងហ្នឹងកន្លែងធ្វើការលោកប្រធានកុំចិត្តតែធ្វើអីតាមចិត្តដឹកឃើញទូប្រុសថាក្រុមហ៊ុនក៏ដោយប៉ុន្តែក្រុមហ៊ុនហ្នឹងគឺក្រុមហ៊ុនរបស់ខ្ញុំចង់ស្រែកលើខ្ញុំមិនមែនស្រែកលើនាងទេប៉ុន្តែទូស្រីយើងគាត់នៅចំទាស់ណាគាត់មិនចង់យ៉ាងមួយទូប្រុសវាហួសហេតុពេកវាខុសលក្ខណៈហើយបើថាចង់បញ្ចេញកំហឹងឬក៏ចង់ថាមិនឲ្យនាងមិនរើសកន្លែងមិនរើសពេលវេលាសោះអញ្ចឹងពេលណាទូប្រុសក៏បានយកទូស្រីយើងចូលរួមកម្មវិធីជប់លៀងមួយជាមួយគ្នាដោយសារតែគាត់អត់មានគូបដានោះខ្មើតម្លឹងអ្នកណាហ៊ានបដាជាមួយលោកអើយអញ្ចឹងហើយក៏បានយកទូស្រីមកតាមប៉ុន្តែមកនោះមិនក្នុងនាមជាដៃគូបដាស្អីណាជាលេខាគាត់ទេតិចថាប្រកាសប្រាប់គេថានាងជាស្អីចុះគ្មានផ្លូវទេទូប្រុសយើងកំពុងមករឹងហើយទូប្រុសយើងបដាទូស្រីចូលមកក្នុងបានតែតិចក៏បានជួបជាមួយនឹងតាចាស់មួយដែលគាត់ជាអ្នករកស៊ីក៏មិនតែគាត់ថាហេងវ័យជ្រេដែរណាដល់តែឃើញទូប្រុសបដាទូស្រីឃើញទូស្រីស្អាតទៅតែចឹងចាប់អារម្មណ៍ណាហើយក៏ចង់លេបខាយទូស្រីមើលមុខទូស្រីទៅឡើងទូប្រុសគាត់មានទៅសុវ័យចិត្តអីប្រហែលត្បិតថាមាត់ក៏តែក្នុងចិត្តវិញមិនបាច់ទេដូចបាយពុះដល់ទៅហើយក៏ឲ្យទូស្រីនិយាយមកបែបនឹងច្រើនក៏បានទាញទូស្រីយើងចេញទៅណាអត់មានត្រូវការរាក់ទាក់ទេហើយតានេះថាអីប្រាប់គេប្រាប់ឯងថាជាលេខាប៉ុន្តែមកសកម្មភាពមិនមែនលេខាអាចលើសពីហ្នឹងមកសតុក្រមមកទូស្រីបានសុំទូប្រុសទៅបន្ទប់តែក៏មិនតែចែកតាមនេះក៏បានជួយជាមួយមួយដែលជាអតីតគូទៅហ្នឹងដល់ទៅមួយហ្នឹងឃើញថាទូស្រីយើងមកកម្មវិធីនឹងជាមួយនឹងទូប្រុសនោះដល់តែចឹងបានវាស្កាត់មករកទូស្រីហើយក៏បាននិយាយថាឲ្យទូស្រីនិយាយប្រាប់ពីមកថាទូស្រីហ្នឹងមានឋានៈនៅជាមួយនឹងទូប្រុសលើសពីលេខាហើយនឹងច្បាយតែមិនអត់ហើយទូស្រីថាហ្នឹងជារឿងរបស់គាត់ក៏មិនចេះសួរវាជាងាយបញ្ជនទេចង់នេះជាស្អីក៏ដោយព្រោះឯមួយហ្នឹងហើយនឹងគ្មានឋានៈនៅអីមួយគ្នាតរៀទេអាមួយហ្នឹងថាគ្មានឋានៈណាយ៉ាងម៉េចយ៉ាងហៅណាកាលពីមុនអូនក៏ស្របស្លាញ់បងដែរមិនចឹងនៅពេលដែលយើងជាគូទៅនឹងគ្នានោះទូស្រីក៏បានថាលោកនៅមានមុខមកនិយាយពីអង្គដាក់ខ្ញុំទៀតមិនចេះខ្មាស់ខ្លួនទេហើយនៅតែមើលតែខ្លួនបានធ្វើកន្លងមកនេះគាត់ថាធ្វើប៉ុណ្ណឹងហើយខ្ញុំភ្លេចបានមែនអត់ខ្ញុំភ្លេចមិនបាននោះទេដើម្បីដែលលោកបានធ្វើចំពោះខ្ញុំទោះបីជាមួយជីវិតនេះក៏ដោយខ្ញុំភ្លាមនឹងស្រាប់ទទួលរបស់យើងក៏បានចូលមកតន់ណាគាត់ក៏បានទាញទូស្រីមកនៅក្បែរគាត់ហើយក៏ស្រឡំមកអាមួយដែលជាអតីតគូទៅនឹងទូស្រីណាគឺជាការបង្ហាញថាកុំឲ្យប៉ះពាល់មនុស្សរបស់គាត់
តែឆ្កាមកទៀតទូប្រុសក៏បានយកទូស្រីមកដល់ខុនដូរបស់គាត់វិញហើយគាត់ក៏បានសួររំថាហេតុអីបានមកចេះតែតោងទាមទូស្រីឈប់មិនឈរអញ្ចឹងតែវាមានអីអ្នកទាំងពីរនៅមានតំណែងគ្នាឬថាយ៉ាងម៉េចទូស្រីថាបានទេគឺបានដាច់តំណែងគ្នាហើយក៏មិនដែលគេនៅតែតាមនាងឈប់នាងក៏មិនដឹងដូចគ្នាហើយនាងក៏ពិបាកហាមគេដែរព្រោះរាល់លើកគេតែទៅតាមនាងជានិច្ចចឹងណាទូប្រុសយើងក៏អត់និយាយច្រើនទេតែសារមកគាត់ឃើញមួយហ្នឹងមកចូលក្បែរទូស្រីរកកាន់ដៃកាន់ជើងនោះដល់អញ្ចឹងគាត់ក៏បានប្រាប់ទូស្រីថាបានហើយមិនបាច់បោកស្ដាយទេទៅងូតទឹកទៅដោយសារតែលើទូប្រុសប្រាប់អញ្ចឹងហើយមិនបងអង្គយូរទេទូស្រីយើងក៏បានមកបន្ទប់ទឹកងូតទឹកមែនណាដល់ទៅហើយនាងកំពុងតែងូតទឹកបដារហៅថាដោះក្អាបដាស្អីដល់អីទូប្រុសយើងនេះនឹងមកពីណាមកពីណីមកងូតទឹកមួយទូស្រីដែរធម្មតាទេគួរដឹងហើយអ្នកទាំងអស់នេះបាច់មានប្រយោជន៍ទេតែងូតទឹកមួយគ្នានោះវានឹងមានអីកើតឡើងជាបន្តបន្ទាប់អញ្ចឹងហើយមើលរូបភាពហើយមិនបាច់ស្ដាប់អីពីសម្រាយទេណោះហើយនៅពេលដែលអ្នកទាំងពីរគេងូតទឹកជាមួយគ្នាឆ្អែតឆ្អន់ហើយឥឡូវទូប្រុសក៏បានបីទូស្រីជាមកកន្លែងគេណាពេលហ្នឹងគេមានអារម្មណ៍ថាគេនិយាយគ្នារៀងគ្រាន់បើជាមុនទូប្រុសគេហៅថាចេះរៀងទុនទេគេហៅថាពេលមុនវិញខ្មើសុតត្មងគ្មានចេះក្រែងអីទេសម្ដីវិញបែបទេគេហៅថាអស់តោះនិយាយម្ដងវិញអ្នកស្ដាប់នឹងពិបាកទទួលយកក៏ប៉ុន្តែដោយសារគាត់នៅមួយទូស្រីយូរទៅវាលក្ខណៈថាចរិតវារៀងបានពុតបន្តិចម្ដងណាស្អែកឡើងទូប្រុសក៏បានឲ្យកូនចៅគាត់ទៅយកសោខុនដូដែលគាត់ទុកតែទិញថ្មីយកទៅឲ្យទូស្រីប្រាប់ថាឲ្យទូស្រីយើងទៅរកគាត់នៅយប់ហ្នឹងអញ្ចឹងណាហើយទូស្រីក៏ថាថៃទៀតហើយអានៅលោកមុនមិននៅទេឥឡូវមកទិញថ្មីណាទៀតអត់យល់ទេតាមមកចិត្តនឹកឃើញមែនហើយគ្រាន់តែអញ្ចឹងមិនព្រមប្រាប់នាងទេកាលពីយប់មិញនៅជាមួយគ្នាសោះគាត់អញ្ចឹងចាំបាច់ឲ្យកូនចៅយកមកឲ្យតានិយាយទៅចរិតខ្មៅអត់ប្រែហ្មងយប់ឡើងទូស្រីយើងគាត់ក៏មិននៅកន្លែងខុនដូដែលទូប្រុសឲ្យមកណាដល់ទៅគាត់ឃើញថាទូប្រុសមិនទាន់មានអីញ៉ាំនាងក៏បានសម្រេចចិត្តធ្វើម្ហូបណាធ្វើបដាចែកដល់មិត្តភ័ក្តិរបស់នាងក៏បានខលមកសួរថាទូស្រីនៅណានាងក៏បាននិយាយតាមនឹងទៅហើយមិត្តភ័ក្តិក៏បានសួរថាអូឯងចិត្តស្និទ្ធជាមួយនឹងច្បាយរបស់ឯងម្លឹងឬថាឯងកំពុងតែលងសារមួយគាត់អីចឹងណាហើយទូស្រីក៏និយាយថាអត់ទេមិនអាចស្រឡាញ់ច្បាយខ្លួនឯងបានទៅគ្រាន់តែទូស្រីយើងនិយាយចឹងទូប្រុសយើងក៏ចូលមកក៏បានលឺទៅគេអន់ចិត្តគេខឹងណាថាទូស្រីយើងអត់ស្រឡាញ់គេយកមកខ្លួនឯងខ្មើដាក់គេពេលលើគេថាអត់ស្រឡាញ់ខឹងអាចខ្លួនឯងធ្វើដាក់គេអត់គិតទេអីភ្លាមនឹងដែរម្ដាយរបស់ទូប្រុសគាត់ក៏បានមកលេងណាដល់ទៅឃើញទូស្រីនៅជាមួយគ្នាក៏បានសួរនាំថាទូស្រីត្រូវជាអីជាមួយនឹងកូនប្រុសគាត់បានជាមិននៅជាមួយគ្នាទូស្រីក៏បានបកស្រាយថាកុំឲ្យមានការចូលច្រឡំលើគាត់អីគាត់គ្រាន់តែជាលេខារបស់ទូប្រុសតែប៉ុណ្ណោះនិយាយបែកនឹងលក្ខណៈរឿងអើងចង់បានកូនភាសាអ្នកមានឃើញទូស្រីយើងអញ្ចឹងមិនពេញចិត្តក៏បានថាទូស្រីនៅសម្រាប់អ្នកដឹងក៏មានចេតនាធ្វើជាលេខាមិនត្រឹមតែលេខានៅកន្លែងក្រុមហ៊ុនចង់លេខាលើក្រែកូនខ្ញុំទៀតបានទេណាប្រាប់ឲ្យហើយកូនរបស់ខ្ញុំជាអ្នកមានមុខមានមាត់ទូសកលរបស់គេក៏ត្រូវតែជាអ្នករក្សាគេដែរមិនរំតែជាមនុស្សស្រីសាមញ្ញនេះគឺមិនបានជួយស្អីដល់កូនខ្ញុំទេភ្លាមនោះស្រាប់តែទូប្រុសក៏បានចេញមកហើយក៏បាននិយាយថាកំពុងតែជែកគ្នារឿងអីហើយទូស្រីកន្លែងក៏បាននិយាយថានាងបានធ្វើម្ហូបរួចរាល់ក៏លើថាទូប្រុសសកាញ៉ាំទូប្រុសថាគ្នាណាប្រាប់ឲ្យនាងចម្អិនម្ហូបខ្ញុំបានថាឃ្លានបាយទេខ្ញុំញ៉ាំឲ្យក្រៅមកហើយយកតែកាហ្វេខ្ញុំទៅបានហើយទូស្រីយើងនឹងសូត្រតែអញ្ចឹងរៀងអន់ចិត្តដែរខំធ្វើមួយថ្ងៃមិនអរគុណមិនសរសើរថែមថាឲ្យចឹងវិញទៀតហើយទូប្រុសរបស់យើងម៉ាក់ណាគ្មានថាគេចង់នៅក្បែរទេយីមែនបើខ្ញុំជ្រើសរើសណាខ្ញុំបានគិតច្បាស់លាស់ថាតើទៅសាកសមធ្វើកូនភាសាម៉ាក់ឬក៏អត់គណៈពេលដែលពីរអ្នកម្ដាយក៏កំពុងតែជជែកគ្នាហ្នឹងគឺពេលហ្នឹងទូស្រីគាត់បានលើកកាហ្វេថាយកមកឲ្យគាត់ក៏បានស្ដាប់ឮពីខាងក្រៅណាអញ្ចឹងគាត់មានអារម្មណ៍តូចចិត្តចំពោះទូប្រុសថាទូប្រុសកន្លងមកសាបគប់គាត់គឺមិនដឹងកោះមិនដឹងក្រៅនៅណាទុកនាងគឺមិនដឹងទៅមុខឬក៏ថយក្រោយហើយទូស្រីយើងក៏គាត់មានអារម្មណ៍ថាធម្មតាទេមនុស្សស្រីយើងត្រូវការពារច្បាស់លាស់មួយមិនមែននៅជាមួយគ្នាប្រហែលឆ្នាំហើយនៅតែគ្មានភាពច្បាស់លាស់មួយឲ្យនាងនាងក៏ត្រូវការគ្រួសារកក់ក្ដៅមួយដូចគេដូចឯងដែរទាំងដែលនាងពេលហ្នឹងគឺជាមនុស្សកំព្រាពុកម្ដាយក៏បានស្លាប់ទៅទៀតអញ្ចឹងហើយអារឿងគ្រួសារគឺជាភាពចាំបាច់សម្រាប់នាងប៉ុន្តែតួប្រុសយើងខ្សោះក៏ក្រោះហើយថែមទាំងមិនមានភាពច្បាស់លាស់ទៀតជាហេតុដែលទូស្រីគាត់តែងតែចង់សុំចាក់ចិនក៏ប៉ុន្តែពេលដែលនាងសុំចាញ់មិនឲ្យនាងចាញ់ទេមិនដឹងថាគាត់គិតអីណាតួប្រុសយើងហ្នឹងទូស្រីយើងពីរអ្នកនឹងរួចរាល់គេក៏ចង់ទៅសម្រាកណាហើយយីប៉ែហ្នឹងក៏និយាយថាក៏អត់មានការអីត្រូវនិយាយតទៀតទេចឹងគាត់គិតចង់ទៅវិញហើយបន្ទាប់ពីយីប៉ែទៅវិញបាត់ទូស្រីរបស់យើងភារកិច្ចបន្តរបស់គាត់សំខាន់គ្មានអីក្រៅពីនៅជាមួយនឹងតួប្រុសនឹងឯងពីព្រោះថាអ្វីដែលគាត់ចង់បានពីតួស្រីគឺមានតែអាហ្នឹងគ្មានអីក្រៅពីហ្នឹងទេរាល់ថ្ងៃហ្នឹងអាកាយវិការហ្នឹងក៏សោះក៏ក្រោះអាសម្ដីហ្នឹងក៏មិនហាទៀតមិនដឹងថាគាត់ហ្នឹងចង់ឲ្យតួស្រីហ្នឹងធ្វើយ៉ាងម៉េចបានត្រូវចិត្តទេគេសុំចាក់ចិត្តមិនឲ្យហើយនៅជាមួយខ្លួនឯងបានត្រឹមតែជារបស់គេហៅថាកាយកំសាន្តកាយអបសុកចឹងគ្មានអ្នកណាគេចង់នៅទេទោះបីជាលោកឯងឲ្យអីសោកគ្រប់បែបយ៉ាងក៏ដោយប៉ុន្តែមនុស្សយើងមនុស្សស្រីជាពិសេសទៀតណាត្រូវការភាពកក់ក្ដៅនិងការយកចិត្តទុកដាក់និងក្តីស្រឡាញ់គេមិនត្រូវការអីលើសតែពីហ្នឹងឯងមិនប្រកាសថាអ្នកឯងមានលុយហ្នឹងមានទ្រព្យសម្បត្តិទេធ្វើឲ្យគេមានសុភមង្គលទេណាតិចច្រឡំ
ទូស្រីយើងគាត់ក៏មិនចង់ទ្រាំជាមួយនឹងតួប្រុសបន្តទៀតដែរព្រោះអីថានៅជាមួយគាត់ពីមួយថ្ងៃទៅមួយថ្ងៃវាអត់មានអីប្រែប្រួលវាមានតែយ៉ាប់ទៅព្រោះថាតួប្រុសយើងជាមនុស្សឆេវឆាវចឹងទៅជាទូទៅគាត់មិនសូវជាខ្វល់ពីអារម្មណ៍អ្នកដទៃយល់តែពីខ្លួនឯងហើយជាពិសេសហ្នឹងយកទូស្រីយើងគិតតែពីថាគាត់ចង់បានអីគឺត្រូវតែឲ្យនឹងធ្វើតាមបជារបស់គាត់ទាំងអស់បជាស្គាល់តែពាក្យតែម្យ៉ាងគឺបជាស្អែកឡើងទូស្រីរបស់យើងក៏បានចេញទៅខាងក្រៅញ៉ាំអីជាមួយមិត្តភ័ក្តិដោយសារតែគាត់មានអារម្មណ៍តែរៀងធុញថប់ដែរដោយសារតែបញ្ហារបស់តួប្រុសនឹងឯងអញ្ចឹងហើយទើបគាត់ចេញទៅក្រៅរកញ៉ាំអីហើយក៏បាននិយាយរឿងរ៉ាវក្នុងចិត្តមួយចំនួនជាមួយនឹងមិត្តភ័ក្តិដែលបានរៀបរាប់ថាគាត់នៅជាមួយនឹងតួប្រុសហ្នឹងគឺដូចជាមិនដឹងថាគាត់គិតអីជាមួយនាងហើយគ្រប់ពេលដែលនៅជាមួយគ្នាគាត់តែងតែឲ្យតួស្រីយើងប្រើថ្នាំដើម្បីការពារណាទាំងតែខ្លួនគាត់មិនព្រមប្រើខ្លួនឯងប៉ុន្តែឲ្យតែតួស្រីអត់ដឹងថាពេលដែលប្រើអាថ្នាំហ្នឹងច្រើនទៅវាធ្វើអីទៅជាចេះចោះណាហើយមិត្តភ័ក្តិរបស់នាងក៏ឲ្យយោបល់ថាឯងគួរតែប្រាប់គាត់ទៅហើយក៏លើកសំណើទៅគួរតែផ្លាស់ប្ដូរតែរបៀបការពារហ្នឹងបើសិនជាឯងប្រើថ្នាំច្រើនពេកវាមិនល្អសុខភាពឯងទេអ្នកទាំងពីរកំពុងតែចែកគ្នាភ្លាមហ្នឹងវាចែកដល់តួប្រុសហើយនឹងមិត្តភ័ក្តិគាត់ដែលជាដុកទ័រម្នាក់ហ្នឹងបានដើរមកកន្លែងហ្នឹងដែរវាចែកដល់ណាហើយគាត់ក៏បានមកលើអាពាក្យពេចន៍ដែលតួស្រីគេនិយាយមួយមិត្តភ័ក្តិហ្នឹងអញ្ចឹងហើយក៏ធ្វើឲ្យមិត្តភ័ក្តិរបស់តួប្រុសដែលជាដុកទ័រក៏បានថាឲ្យហើយឯងជាប្រធានក្រុមហ៊ុនប៉ុណ្ណានៃហ្នឹងក៏ឯងអត់ដឹងអីសោះអញ្ចឹងឯងមិនត្រូវឲ្យមិត្តស្រីរបស់ឯងហ្នឹងវាបានលើពួកម៉ាក់បានរៀបរាប់ប្រាប់អញ្ចឹងរួចហើយតួប្រុសយើងគាត់ទៅជាមានអារម្មណ៍មួយថាអត់សូវសប្បាយចិត្តដោយសារខ្លួនឯងនឹងធ្វើកន្លងមកអត់សូវបានគិតដល់តួស្រីនោះដល់តែអញ្ចឹងគាត់ក៏បានទៅកន្លែងផឹកស៊ីជាមួយនឹងមិត្តភ័ក្តិនោះឯងដល់តែផឹកសវឹងទៅពេទ្យហ្នឹងក៏បានតែមកតួស្រីយើងនេះប្រាប់ថាឲ្យទៅយកតួប្រុសផងពេលហ្នឹងគាត់សវឹងហើយក៏ប្រាប់ទីតាំងឲ្យតួស្រីយើងទៅទទួលតួប្រុសតួស្រីយើងក៏បានទៅតាមអីដែលមិត្តភ័ក្តិតួប្រុសបានខលទូរស័ព្ទមកហ្នឹងដល់ពេលទៅដល់ចៃដល់បានជួបជាមួយអាមួយដែលជាអតីតគូតរឹងអាហ្នឹងគ្រាន់តែឃើញតួស្រីខ្ញុំក៏បានអញ៉ៃចង់តោងទាមតួស្រីយើងទៀតដែរដោយសារតែវាតាមតួស្រីច្រើនដងវាអត់បានសម្រេចវាចេះតែបរាជ័យណាដល់ទៅហើយលើកហ្នឹងឃើញថាតួស្រីមកម្នាក់ឯងវាថាហ្នឹងជាឱកាសវាចង់ឲ្យធ្វើស៊ីតួស្រីយើងមានឯណាកំពុងតែចង់ឲ្យចាត់ការទៅហើយសារបន្ទូប្រុសមកតន់គាត់បានឲ្យរង្វាន់ផ្ទួនហ្មងហើយមកប៉ះពាល់មនុស្សរបស់គាត់មិនបានគាត់កំពុងមួម៉ៅសប្បាយចិត្តចំពោះខ្លួនឯងដែលធ្វើកន្លងមកផងឥឡូវមកឃើញអាមួយនឹងទៀតបញ្ចេញបដ ாய் ដល់ទៅបន្ទាប់ពីចាត់ការមួយនឹងហើយក៏បានអូតួស្រីយើងទៅអាតួប្រុសគឺដូចទៅសពមួយដងដែលគាត់តែងតែអញ្ចឹងដាក់តួស្រីនោះប៉ុន្តែលើកហ្នឹងបន្ទាប់ពីអ្នកទាំងពីរលក្ខណៈថារកប្រតិបត្តិការដាំបាយដូចសពមួយដងក៏បណ្ដាតួប្រុសគាត់នឹកឃើញដល់សម្ដីមិត្តភ័ក្តិគាត់ថាអត់អាចឲ្យតួស្រីយើងបន្ទាប់ពីប្រតិបត្តិការឲ្យប្រើប្រាស់ថ្នាំការពារទៀតទេអញ្ចឹងហើយក៏គាត់នឹកឃើញភ្លាមៗបានស្ទុះងើបទៅរាវរកគីឡូវារបស់ការពារនឹងឯងក៏បណ្ដារើទៅរើមកវាអត់មានព្រោះកន្លងមកគាត់មិនដែលមានទុកអារបស់ហ្នឹងនៅតាមខ្លួនទេព្រោះគាត់មិនដែលប្រើហ្មងដល់តែអញ្ចឹងគាត់នឹកឃើញថាចង់ប្រើភ្លាមវាអត់មានក៏បានទូរស័ព្ទទៅកាន់មិត្តភ័ក្តិគាត់ដែលជាពេទ្យហ្នឹងប្រាប់ថាឲ្យជួយរកអារបស់ហ្នឹងតិចមកនៅកន្ទប់គាត់នៅខុនដូគាត់វាអត់មានទេមិត្តភ័ក្តិគាត់ថាចាំយើងផ្ញើឲ្យមិនខ្វះទេអារបស់អស់ហ្នឹងនោះហើយចុះឯងយូរយានហើយមិនចេះទុកតាមខ្លួនទេអីនឹកឃើញចង់ភ្លាមក៏បន្ទាភ្លាមនេះវាបានដូចចិត្តឬក៏អីប្រហែលថ្ងៃក្រោយមកទៀតតួស្រីរបស់យើងក៏បានមកញ៉ាំអាហារជុំគ្នាជាមួយមិត្តជិតដិតរួមទាំងបងប្រុសមិត្តរបស់នាងហើយនៅពេលដែលអ្នកទាំង3បានជួបជុំគ្នាស្រាប់តែបងប្រុសរបស់មិត្តនាងហាក់បីដូចជាមានអារម្មណ៍ទៅលើតួស្រីគាត់ឃើញតួស្រីស្អាតហើយមើលទៅមានភាពសគុណសង្គមស័ក្តិសមនឹងអ្វីដែលជាគាត់ចូលចិត្តទេណានារីប្រភេទបែបហ្នឹងអញ្ចឹងហើយគាត់ក៏បានយកចិត្តទុកដាក់បកអីតួស្រីញ៉ាំហើយក៏ធ្វើឲ្យមិត្តជិតដិតនេះគាត់ថាឲ្យហ៊ីបងប្រុសខ្ញុំជាប្អូនបងណាប៉ុន្តែបងមិនក៏បកឲ្យខ្ញុំបកឲ្យតែមិត្តភ័ក្តិខ្ញុំអញ្ចឹងបងដូចជាលំអៀងពេកហើយគាត់ក៏និយាយថាឯងជាប្អូនរបស់បងបកឲ្យរាល់តែថ្ងៃក៏វាគ្មានអីប្លែកដែរក៏ប៉ុន្តែមិត្តរបស់ឯងយូរជួបម្ដងបងត្រូវស្វាគមន៍គេអញ្ចឹងហើយទៅមិត្តភ័ក្តិគាត់ប្រអប់ណាថាអាយ៉ាបងប្រុសដូចជាចាប់ចិត្តលើមិត្តភ័ក្តិខ្ញុំទេដឹងនេះមកសន្ទុះមកទៀតបន្ទាប់ពីអ្នកទាំង3បានញ៉ាំអាហាររួចរាល់ក៏បានចេញមកវិញក៏ចៃដន្យបានប្រទះឃើញតួប្រុសមិត្តភ័ក្តិរួមនឹងកូនចៅនៅឈើនៅពីមុខក្បែរកន្លែងដែលនឹងញ៉ាំអីហ្នឹងដល់ទៅតួស្រីយើងឃើញថាតួប្រុសតាមបញ្ចូលមកសម្រួលនិយាយឲ្យស្រួលតាន់ទេប្រហែលជាអាចនឹងមានបញ្ហាអីវែងឆ្ងាយព្រោះគាត់កំពុងប្រចាំនៅអារាយដល់តួស្រីនៅមួយអ្នកណាបានទេតួប្រុសយើងគ្រាន់តែកលែកឃើញតួស្រីដើរចូលមករកឲ្យញ៉ាំហើយក៏សួរស្វាគមន៍រាក់ទាក់ដាក់គ្នាគាត់ក៏បានសម្លឹងទៅដល់បងប្រុសរបស់មិត្តភ័ក្តិតួស្រីមើលលើមើលក្រោមគិតថាមួយហ្នឹងបែបចង់បញ្ញាយតួស្រីនិយាយទៅគាត់នឹងកំពូលហ្មងអត់មានអាយឲ្យអ្នកណាមកញ៉ៃក្បែរតួស្រីបានណាកុំថាឡើយដល់មកធំញ៉ាសំបីតែសម្លឹងមុខមិនបានផងហួងហែងគេសឹងអីតួប្រុសយើងណាដល់តែចឹងហើយតួស្រីយើងគាត់ក៏បបែដាណាគិតថាបើនៅយកតិចទៀតបើតួប្រុសយើងចេញជាស្អីមកតែចឹងគាត់ក៏បានថាតែចឹងជីចរាវយន្តទៅហ្មងទៅក៏បានប្រពន្ធអ្នកទាំងអស់គ្នាចូលទៅក្នុងចរាវយន្តទាំងអស់គ្នាគ្រាន់តែពេលដែលចូលទៅដល់ក្នុងភ្លាមតួប្រុសយើងទាញតួស្រីមកគិតហើយអោបរត់ចកេះតួស្រីយើងនឹងឯងគាត់នៅអត់ស្ងៀមទេតួប្រុសដើម្បីបង្ហាញថាគាត់គឺជាម្ចាស់ចឹងណាអត់មានឲ្យអ្នកណាមកញ៉ៃតួស្រីយើងក៏ផ្្លាត់មាត់ដល់អញ្ចឹងធ្វើអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលមើលថាតួស្រីកាត់អីមិនបាញ់សុកស្រែកចឹងណាតួស្រីយើងក៏បានឆ្លើយប្រឡប់ថាអីទេមិនចរាយន្តរៀងចុះឡើងតិចទៅនេះផើតពោះតែប៉ុណ្ណោះមិត្តភក្តិនេះថាហាតិចថាចរាយន្តមានបញ្ហាអីឬក៏អត់តួស្រីថាមិនមែនទេគ្នាគ្រាន់តែមានអារម្មណ៍ចឹងតែដល់តែចឹងអ្នកទាំងអស់គ្នាក៏នៅស្ងៀមវិញទៅ
មកទទួលក្រោយមកទូស្រីគិតថានឹងបើកឡានត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែមានតាន់បើកចេញទៅទេទូប្រុសយើងគាត់មកពីក្រោយភ្លាមណាហើយគាត់ក៏បានសួរនាំថាហេតុអីទូស្រីយើងចុះមកអត់មានចាំគាត់សោះអញ្ចឹងមិនចាំបាច់បើកឡានទៅផ្ទះវិញខ្លួនឯងរត់ដងគាត់ជាអ្នកយកទៅណាហើយទូស្រីថាអីទេគាត់ចង់ទៅនឹងខ្លួនឯងមិនចង់រំខានលោកប្រធានណាហើយទូប្រុសថាមិនមែនដោយសារឃើញមនុស្សប្រុសថ្មីមកហើយក៏បានធ្វើរឹកបង្ងើយកតោដាក់គាត់ទេអីទូស្រីថាមិនមែនទេគាត់គឺជាបងប្រុសមិត្តភក្តិជិតស្និទ្ធខ្ញុំតែប៉ុណ្ណោះលោកប្រធានកុំយល់ច្រឡំទូប្រុសថាខ្ញុំជឿលើនឹងនិយាយទេគេមើលលើភ្នែកខ្ញុំមើលទៅនាងដូចជាស្និទ្ធស្នាលជាមួយនឹងវាខុសធម្មតាកំប្រាប់អសោះណាថានាងកំពុងតាក់ទងជាមួយនឹងគេនោះទូស្រីថាអត់ទេនិយាយទៅប្រកែកមួយគាត់មិនខ្ញុំស្ដាប់ទេទូប្រុសយើងចូលមកក្នុងឡានដែរនិយាយទៅនិយាយមកគ្មានគិតបែងឆ្ងាយលក្ខណៈថាចាត់ការទូស្រីយើងក្នុងឡាននឹងត្បងតើពងហៅថាហួងហែងប្រច័ណ្ឌដល់អំពូលលេហ្នឹងទូអីបកស្រាយមិនក៏មិនជឿដែរអញ្ចឹងហើយមានតែត្រូវការធ្វើតាមអារម្មណ៍របស់គាត់ទូប្រុសគាត់តែប៉ុណ្្នឹងឯងក៏មិនដែលចេះខ្វល់ពីអារម្មណ៍អ្នកដទៃមិនផងស្អែកឡើងទូប្រុសក៏បានយកទូស្រីយើងទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងអ្នករកស៊ីដៃគូចំនួនថ្មីរបស់គាត់ដល់តែពេលចូលទៅដល់ក៏បានចាប់ដៃស្វាគមន៍គ្នាមួយហ្នឹងគាត់ទៅពីសម្លឹងមុខទូស្រីឲ្យសួរនាំថាទូស្រីជាអ្នកណាអីទូស្រីក៏បាននិយាយថាជាលេខាអីអញ្ចឹងណាដល់តែហើយទូប្រុសយើងគាត់ចេះតាមមើលអាមួយហ្នឹងមិនក៏ចេះសម្លឹងមុខលេខាគាត់មិនឈប់អញ្ចឹងមនុស្សប្រច័ណ្ឌហួងហែងច្រើនផងដល់តែអញ្ចឹងចាប់ដើមមួម៉ៅមួយទូស្រីរៀបរាប់អីច្រើនម៉េចអត់ចង់ឲ្យទូស្រីយើងនិយាយជាមួយអ្នកណាទេនិយាយទៅគាត់នឹងអត់បានអញ្ចឹងហ្មងមិនមាត់មិនកប៉ុន្តែក្នុងចិត្តវិញដូចបាយពុះដល់ទៅហើយក៏បាននិយាយគ្នាចុះឡើងក៏បានអញ្ជើញទៅញ៉ាំអាហារហ្នឹងចូលក្នុងតុទាំងអស់គ្នាទៅដល់ពេលចូលទៅទូស្រីយើងនេះគាត់ក៏បានចូលទៅអង្គុយក្បែរទូប្រុសដែរអង្គុយបានទៅទូប្រុសកលែកមើលមុខហើយក៏បានសួរអ្នកណាឲ្យនាងអង្គុយអញ្ចឹងទូស្រីយើងខ្វះគេតិចអីតែត្រូវបានលោកប្រធានថាឲ្យនឹងកដាលមុខគេអញ្ចឹងទូប្រុសយើងនឹងគ្មានចេះទុកមុខអីទេលោកហើយអញ្ចឹងចង់ឲ្យគេស្រឡាញ់ខ្លួនអីបើម៉ាក់ហ្នឹងនោះទៅទូស្រីយើងលើសូនអញ្ចឹងគ្នាមិនហ៊ានអង្គុយសុកចិត្តឈរហើយឲ្យគ្នានឹងបកអាហារឲ្យខ្លួនដូចខ្លួនឯងនឹងជាចង់ថាទេលោកហើយមកទទួលធំក្រោយមកបន្ទាប់ពីគេញ៉ាំអាហាររួចរាល់ទូស្រីរបស់យើងក៏បានត្រឡប់ទៅវិញជាមួយទូប្រុសក៏ប៉ុន្តែគាត់ងឹកងើដូចមនុស្សស្រីចឹងទូប្រុសយើងចរិតប្រែប្រួលឡើងចុះមិនទៀងគ្រាន់តែបានតែទូស្រីយើងគាត់ជូនមកដល់រួចរាល់ហើយរាល់ដងគឺចូលបន្ទប់ជាមួយគ្នាប៉ុន្តែលើកនេះគេងើគ្រាន់តែទូស្រីយើងឈានជើងរត់នឹងចូលបិទទ្វារកាត់មុខទូស្រីមិនឲ្យទូស្រីយើងនិយាយតន់ដែរដល់តែចឹងទូស្រីគាត់ថាការស្អីចេះលោកប្រធានថ្ងៃនេះសុកទៅនិយាយអញ្ចឹងទៅរាល់ដងដូចម្ដងអញ្ចឹងហើយមិនដឹងថាខ្លួនឯងខុសអីបើមួយថ្ងៃហ្នឹងឲ្យគ្នាឈរឡើងចំរួយជើងហើយហ្នឹងមិនតតបានអីចូលពោះមួយម៉ាត់ផងហើយងឹតងអញ្ចឹងនេះទូស្រីយើងគាត់តាមវាមិនតន់ណាទូប្រុសហើយពេលដែលទូស្រីយើងគាត់ធ្វើដំណើរតាមផ្លូវក៏បានផ្ញើសារមកឲ្យទូស្រីទូប្រុសឲ្យនាងទៅទិញរបស់ការពារមកឲ្យគាត់បន្ទាប់ពីទូស្រីយើងគាត់បានទិញរួចរាល់ឥឡូវក៏គាត់បានយកមកឲ្យវិញណាគូទ្វារផងអីផងអត់ព្រមលើកដល់តែអញ្ចឹងទូស្រីយើងនេះគាត់ឆ្ងល់ហើយទូប្រុសធ្វើស្អីនឹងបានជាគូទ្វារមួយថ្ងៃមិនព្រមលើកសោះគ្រាន់ឲ្យនាងទៅទិញរបស់ការពារមកឲ្យអាគេទិញមកឲ្យនៅមិនព្រមងើកទៀតហើយទូស្រីយើងចាំយូរពេកឃ្លានផងអីផងនោះមួយថ្ងៃហ្នឹងមិនទាន់បានញ៉ាំស្អីក៏បានហែកថងនំញ៉ាំបដាអីបដាអញ្ចឹងទៅនៅពេលដែលទូស្រីកំពុងតែញ៉ាំសុកទូប្រុសយើងក៏បានបើកទ្វារហើយគាត់កន្លែងឃើញទូស្រីនឹងមុខកតុបទៀតទាញទូស្រីយើងចូលអត់ឲ្យនិយាយអីច្រើនទេទូប្រុសយើងអារម្មណ៍ឡើងចុះជាងមនុស្សស្រីទៀតណោះតែមិនឃើញទេនេះមែនតាក្នុងរឿងហ្នឹងសែនខ្នាញ់អើយខ្នាញ់ទូប្រុសនិយាយមិនបើថាអេដមីនចង់ឲ្យចូលទួម្ដងចូលដល់គ្រឹះទូប្រុសនឹងយកហ្មងហើយចរិតអីក៏ម៉េះលោកហើយនៅក្នុងភាគនេះឃើញថាទូស្រីគាត់មានការណាត់ជាមួយនឹងបងប្រុសរបស់មិត្តភក្តិជិតស្និទ្ធនាងញ៉ាំអាហារថ្ងៃត្រង់គាត់ពិភាក្សាថាគាត់បានឃើញកន្លែងមួយដែលទូស្រីចាប់អារម្មណ៍ចង់បើកហាងមួយដល់ខ្លួនឯងហ្នឹងអញ្ចឹងគាត់ណាត់ទូស្រីទៅពិភាក្សាគ្នារឿងហ្នឹងដល់តែអញ្ចឹងនាងក៏បានផ្ដាំផ្ញើមិត្តភក្តិថាជួយយកអាហារថ្ងៃត្រង់ឲ្យលោកប្រធានផងដោយសារតែនាងបានជាប់ណាត់ខាងក្រៅអីអញ្ចឹងនាងទៅញ៉ាំតែ1ម៉ោងហើយត្រឡប់មកវិញអីសូម្បីមិត្តភក្តិនឹងជួយយកទៅឲ្យផងអាហារនឹងរៀបចំហើយគ្រាន់តែយកទៅដាក់លើតុរបស់លោកប្រធានឲ្យចឹងទៅហើយមិត្តភក្តិនេះប្រកែកថាអូយមិនកើតទេអញក៏ដឹងថាខ្ញុំឲ្យលោកប្រធានមិនហ៊ានទេអញ្ចឹងអញគួរតែឲ្យអ្នកផ្សេងទៅអីទូស្រីថាណាពឹងតែម្ដងទេអត់និយាយច្រើនគាត់ក៏បានចេញទៅបាត់ហើយមិត្តភក្តិរបស់នាងគ្នាភ័យផងនឹកឃើញថាដូចជាមិនសូវត្រូវធៀបមួយលោកប្រធាននឹងបានទេលោកប្រធានមុខកាចសឹងអីនឹងមិនសូវចង់ហ៊ាននៅក្បែរណាប៉ុន្តែវាតល់ដល់តែអញ្ចឹងកំពុងធ្វើមកជួយមិត្តភក្តិម្ដងហើយក៏សម្រេចចិត្តយកអាហារថ្ងៃត្រង់ទៅឲ្យទូប្រុសយើងដល់ទៅទូប្រុសគ្រាន់តែកលែកឃើញអ្នកយកមកមិនជាទូស្រីគាត់សួរថាទូស្រីទៅណាមិនបានជាឲ្យនាងជាអ្នកយ៉ាងហាថ្ងៃត្រង់ឲ្យខ្ញុំទៅវិញតែអញ្ចឹងនាងបេកបើអត់ហ៊ាននិយាយណាក៏បានថានាងអត់សូវស្រួលខ្លួនសុំសម្រាប់មករយៈសិនអញ្ចឹងណាហើយជាកន្លះម៉ោងមកឲ្យទៀតត្រឡប់មកវិញទូប្រុសលើសូតែនាងប្រាប់អញ្ចឹងហើយក៏អត់ជឿទេគាត់ថាឆ្លើយតាមការពិតមកបើនាងមិនចង់ដាក់ពាក្យលាឈប់ពីក្រុមហ៊ុនខ្ញុំគ្នាឬសូតែអញ្ចឹងមិនហ៊ានមិនឆ្លើយការពិតក៏បានប្រាប់តាមហ្នឹងថាទូស្រីជាប់ណាត់ជាមួយនឹងបងប្រុសរបស់មិត្តភក្តិពិភាក្សារឿងការងារមួយចំនួនឬសូតែអញ្ចឹងទូប្រុសយើងទាញអាវធំទៅតាមរកហើយបានឲ្យមិត្តភក្តិរបស់ទូស្រីហ្នឹងឲ្យ location ដែលទូស្រីទៅជួបគេនឹងមកឲ្យគាត់ព្រាមមកអូយនិយាយរួមទៅអត់បានទេមិនថាទូស្រីយើងទៅតាណាត្រូវទៅតាមភ្លាមហ្មងកំពូលបរោះគ្មានពីរ
កលែងមើលអ្នកទាំងពីរឯនេះវិញគេកំពុងតែបកប្រគេថាឲ្យទូស្រីញ៉ាំហើយប៉ុន្តែគ្មានទាន់បានញ៉ាំទេទូប្រុសយើងក៏បដល់ភ្លាមហើយក៏បាននិយាយថាសុំរួមតុជាមួយផងមិនប្រកាន់ទេមែនអត់តែគាត់មិនហ៊ានឆ្លើយតែប្រកាន់កើតព្រោះធ្វើជាប្រធានរបស់ទូស្រីហ្នឹងហើយក៏បានអង្គុយក្បែរទូស្រីយើងភ្លុបណាដល់តែអញ្ចឹងទៅក៏ឃើញប្រគីនឹងបកស្រាប់នឹកឃើញថាអត់ញ៉ាំទេព្រោះប្រគីហ្នឹងគឺជាបោះបងប្រុសមិត្តភក្តិទូស្រីបកឲ្យគាត់ញ៉ាំគាត់ចង់ញ៉ាំប្រគីដែលជាអ្នកទូស្រីបកឲ្យគាត់អាហ្នឹងមិនគាត់ញ៉ាំអូយប្រកាន់ទឹកបានពេកណាលោកហើយតែទូស្រីយើងគាត់យល់ចិត្តថាប្រធានគាត់គឺចរិតបែបហ្នឹងអញ្ចឹងខ្ជិលឲ្យមានវែងឆ្ងាយក៏បានអង្គុយបកគេឲ្យទូប្រុសយើងអញ្ចឹងទៅព្រោះអីចរិតអ្នកប្រុសតែប៉ុណ្ណឹងខ្មើរើសែនខ្មើហើយបន្តមកទៀតពេលដែលកំពុងតែរចែកគ្នាទៅមកហ្នឹងស្រាប់ទូប្រុសយើងគាត់ក៏បានយកដៃខ្លួនឯងទៅដាក់លើទូស្រីបង្ហាញភាពស្និទ្ធស្នាលណាចង់បង្ហាញថាគាត់គឺជាម្ចាស់អត់មានឲ្យអ្នកណាមកញញ៉ៃទូស្រីបានហេតុតែអញ្ចឹងទូស្រីយើងគាត់មានអារម្មណ៍ថាធុញថប់ផងខ្មាស់ផងអីផងអញ្ចឹងគាត់ទ្រាំបានងើបឈរឡើងភ្លាមណាហើយក៏បាននិយាយប្រាប់បងប្រុសរបស់មិត្តភក្តិនាងថាដោយសារតែមានធុរៈត្រូវធ្វើការងារបន្តអញ្ចឹងហើយត្រូវត្រឡប់ក្រុមហ៊ុនវិញសូមឲ្យគាត់ជួបគ្នាញ៉ាំអាហារពេលក្រោយចាំពិភាក្សារឿងការងារនឹងបន្តទៀតនិយាយទៅគាត់ក៏យល់ចិត្តទូស្រីដែរឃើញថាប្រធាននឹងតាមស្អិតដូចតកាយគាត់យល់បាត់ហើយមនុស្សប្រុសដូចគ្នាគាត់បាច់និយាយអីច្រើនទោះបីថាទូប្រុសមិននិយាយអីចេញមកបណ្ដាកាយវិការបង្ហាញថាគាត់ហួងហែងគាត់ប្រចាំទូស្រីអញ្ចឹងហើយគាត់គិតថាទូប្រុសច្បាស់ជាគិតស្អីទៅលើទូស្រីខុសពីធម្មតាមិនមែនត្រឹមតែជាលេខាទេទូប្រុសយើងនៅពេលដែលបានយកទូស្រីមកដល់ក្នុងបន្ទប់ចរាយន្តហើយគាត់ក៏បានបញ្ចេញអារម្មណ៍របស់គាត់ទៅលើទូស្រីគាត់អន់ចិត្តគាត់ប្រច័ណ្ឌគាត់ខឹងដោយសារតែទូស្រីយើងអត់ព្រមជាអាហារថ្ងៃត្រង់ឲ្យគាត់បែរទៅជួបជាមួយនឹងបងប្រុសមិត្តភក្តិរបស់ខ្លួនហើយបង្ហាញភាពស្និទ្ធស្នាលដូចជាមួយនឹងយកចិត្តទុកដាក់មួយទូស្រីណាអញ្ចឹងហើយគាត់អត់សប្បាយចិត្តគាត់ប្រាប់ថាម៉េចទូស្រីយើងឥឡូវចង់គេចពីគាត់មិនក៏អត់មានរាយការណ៍ប្រាប់គាត់ថាទៅជួបអ្នកណាអ្នកណីអញ្ចឹងតាមចិត្តខ្លួនឯងចង់ទៅជួបអញ្ចឹងហើយទូស្រីយើងក៏មិនដឹងឆ្លើយតាមម៉េចព្រោះគាត់ដឹងក្នុងខ្លួនថាទូប្រុសយើងបញ្ចេញអាការៈមកប្រច័ណ្ឌហួងហែងគាត់ណាដល់តែគាត់ទ្រាំបានពេកទៅឃើញទូស្រីយើងបន្តខ្នាញ់លើសដើមទាញទូស្រីយើងមកដល់ហៅថាចាត់ការទូស្រីយើងក្នុងវិរាយន្តដល់តែទៅទូស្រីយើងគាត់មានព្រមណាគាត់ខ្មាស់គេផងឲ្យផងគ្រាន់តែទូប្រុសដឹកដៃចូលក្នុងក្រុមហ៊ុនវិញធ្វើឲ្យអ្នកធ្វើការជាមួយនាងនាំគ្នាមើលមុខលាន់ណាគេនិយាយពីទូស្រីផងឲ្យផងឃើញបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងអគ្គនាយកនេះវាមិនជារឿងដែលត្រូវគេយកទៅនិយាយដើមទូប្រុសយើងគ្មានខ្វល់ទេណានិយាយអីទៅគាត់គិតថាគាត់ប្រធានក្រុមហ៊ុនអ្នកណាដែលធ្វើគាត់សប្បាយចិត្តគាត់មានសិទ្ធិប្រជុំណាគឺថាបរោះខ្មើទូស្រីយើងដោយសារតែគាត់ខ្មាស់គេផងឲ្យផងនៅកន្លែងចរាយន្តស្រាប់តែបុគ្គលិកបើកទ្វារមកឃើញហើយគាត់នៅតែធ្វើអញ្ចឹងទៀតគាត់ខឹងណាថាទូប្រុសផ្ដោតតម្លៃផ្ដោតកិត្តិយសគាត់សោះនាងក៏បានរត់ចេញទៅហើយទូប្រុសយើងមានអីដល់តែឃើញទូស្រីរត់ចេញទៅអត់ទាន់ភ្ញាក់ខ្លួនទេនៅតែគិតថាខ្លួនឯងធ្វើអីក៏ត្រូវដែរទូប្រុសយើងបន្ទាប់ពីគាត់បានធ្វើអញ្ចឹងដាក់ទូស្រីហើយឥឡូវអារម្មណ៍គាត់ទៅជាមិនសូវសប្បាយចិត្តស្មុគស្មាញវិញដល់តែអញ្ចឹងគាត់ក៏បានអង្គុយនៅក្នុងបន្ទប់ធ្វើការគាត់សម្រាករួមមាននឹងកូនចៅនិងមិត្តភក្តិគាត់ដែលជាដុកទ័រម្នាក់ក៏បានមករកណាហើយគាត់ក៏បានសួរថាឯងកាត់អីឯងកាត់ stress ទៀតហើយឬយ៉ាងម៉េចអ្នកក៏ប្រាប់ថាក៏ព្រោះតែមិត្តស្រីរបស់ឯងម្នាក់នោះមែនទេហើយគាត់ក៏បាននិយាយវិញថាណាប្រាប់ឯងថានេះជាមិត្តស្រីយើងត្រឹមតែជាលេខាប៉ុណ្ណោះមិត្តភក្តិហ្នឹងក៏បានថាឲ្យវិញហើយឯងល្មមមាត់រឹងទៅមាត់ឯងឆ្លើយថានាងមិនមែនជាមិត្តស្រីឯងទេក៏មិនដែរកាយវិការរបស់ឯងនេះវាបង្ហាញច្បាស់ណាថាឯងប្រច័ណ្ឌគេហួងហែងគេគ្រាន់តែអ្នកផ្សេងសម្លឹងមុខមិនបានផងឯងល្មមទទួលស្គាល់ការពិតឲ្យមាត់នោះវាកម្រឹងខុសពីចិត្តពេកដល់ទៅហើយទូប្រុសក៏បានថាឲ្យឯងកុំនិយាយរឿងអត់ប្រយោជន៍ពេកហើយគាត់ក៏បានងាកទៅសួរកូនចៅរបស់ទូប្រុសវិញណែខ្ញុំនិយាយមិញអត់ប្រយោជន៍មែនអីដូចវាថាមែនក៏អត់ដល់តែចឹងទៅកូនចៅរបស់ទូប្រុសក៏បាននិយាយថាចំពិតទៅចវាយគាត់កំពុងតែអារម្មណ៍មិនសូវសុបាយគាត់មានហេតុផលរបស់គាត់ផ្សេងណាគេនិយាយកាន់ជើងចវាយបែរហ៊ានឆ្លើយការពិតតែពិតគាត់ហួសពីដឹងជាកូនចៅនៅក្បែរចវាយឲ្យដឹងថាចរិតអាម៉េចបានប៉ុន្តែគ្នាមិនហ៊ាននិយាយតែហ៊ាននិយាយផ្ដេសផ្ដាស់បើគេកាត់ប្រាក់ខែអីទៅណាហើយចឹងទៅមិត្តភក្តិរបស់គាត់ក៏បានថាទៀតថាណែយើងប្រាប់ឯងណាមិត្តស្រីរបស់ឯងណាគេក៏ជាមនុស្សស្រីម្នាក់ទន់ភ្លន់ស្អាតអញ្ចឹងហើយទៅណាមានមនុស្សប្រុសគេតាមមើលវាមិនខុសទេហើយជាពិសេសបរិសម្នាក់ដែលយើងបានឃើញទាំងអស់គ្នាកាលពីគេជួបគ្នាលើកមុនណានៅទៅរឹកពីរបស់គេក៏វាស័ក្តិសមដែរគេទន់ភ្លន់ហើយបែបហ្នឹងនារីណាគេចូលចិត្តដែរបរិសរបៀបលក្ខណៈទន់ភ្លន់ស្លូតបូតហើយចេះផ្អែមល្ហែមបើសារសក់អាក្រក់ដុតគល់ឈើដូចជាឯងវាមិនមែនជាជំរឿសរបស់មនុស្សស្រីទេប្រយ័ត្នទៅណាឯងមិនព្រមកែប្រែអចរិតរឹងមាត់របស់ឯងថាអចរិតគល់ឈើមិនចេះស្ដីមិនចេះផ្អែមដាក់គេហ្នឹងប្រយ័ត្នតែគេយកបាត់ទៅហើយកុំដល់ពេលនោះឯងអង្គុយប្រាប់យើងថាឯងស្ដាយក្រោយយើងមិនជួយឯងទេប្រហែលថ្ងៃក្រោយមកទៀតទូប្រុសរបស់យើងក៏បានជួបជាមួយបងប្រុសមិត្តភក្តិទូស្រីណាដោយសារតែអ្នកទាំងអស់គ្នាពេលហ្នឹងគេចេញមកខាងក្រៅញ៉ាំអីទូប្រុសយើងតាំងពីលើមិត្តភក្តិបានទេសនាមកគ្រាមករៀងភ្ញាក់រលឹកបានច្រើនអញ្ចឹងគាត់បានជួបជាមួយនឹងអាប៉ែមួយដែលជាបងប្រុសមិត្តភក្តិទូស្រីហើយប៉ែហ្នឹងក៏បានដឹងណាថាទូប្រុសយើងគិតមិនទៅលើទូស្រីនិយាយរួមទៅមនុស្សប្រុសដូចគ្នាគេយល់ណាហើយគាត់ក៏និយាយត្រង់មួយទូប្រុសហ្មងគាត់គិតថាបើសិនជាទូប្រុសបើគាត់ជាអាចមើលថែទូស្រីបានមិនធ្វើឲ្យទូស្រីយើងពិបាកចិត្តអីគាត់គិតថាគាត់នឹងដកថយគាត់ទៅមុខហើយក៏មិនតែបើសិនបើពេលណាមួយដែលគាត់បានដឹងដំណឹងថាទូប្រុសយើងនេះ
ធ្វើឲ្យតួស្រីរបស់យើងហ្នឹងគឺមិនបានសប្បាយចិត្តឬក៏រីករាយក្នុងការរស់នៅជាមួយគ្នាឬថាតួប្រុសយើងហ្នឹងគ្រាន់តែយកតួស្រីទៅលេងសើចទេគាត់នឹងទៅដើមយកតួស្រីមកវិញហើយក៏អត់ទុកឲ្យតួស្រីទៅតួប្រុសទៀតទេព្រោះតួស្រីគឺជាមនុស្សល្អនាងគឺជាក្មេងកំព្រាអត់មានឪពុកម្ដាយផងអញ្ចឹងហើយតួប្រុសក៏គួរធ្វើអ្វីដែរឲ្យតួស្រីយើងកាន់តែមិនសប្បាយចិត្តជាងហ្នឹងគួរតែផ្ដោតក្តីស្រឡាញ់នឹងការណិតទៅឲ្យតួស្រីកាន់តែច្រើនណាគាត់និយាយអញ្ចឹងក្នុងនាមគាត់ជាមនុស្សប្រុសដូចគ្នានិយាយត្រង់ទៅត្រង់មកឲ្យតួប្រុសយើងក៏គាត់បានបកទៅវិញថាអានេះវាគឺជាការសម្រេចចិត្តរបស់ខ្ញុំឯងលោកកុំបាច់មកចេះបដាខ្ញុំធ្វើខ្លួនលោកអត់តែល្អទៅខ្ញុំគិតយ៉ាងម៉េចចំពោះនាងហើយពួកខ្ញុំនៅជាមួយគ្នាយ៉ាងម៉េចក៏ដោយអាហ្នឹងក៏វាជាសិទ្ធិរបស់ពួកខ្ញុំពីរនាក់ដែរហើយមួយវិញទៀតហើយគិតតែថាសមត្ថភាពប៉ុនលោកអាចទៅដើមយកនាងចេញពីខ្ញុំបានហីគេនៅតែមានមោទនភាពចំពោះខ្លួនឯងអញ្ចឹងណាទូប្រុសខ្មើដល់ចប់ហ្មងទូប្រុសយើងប្រហែលថ្ងៃក្រោយមកទៀតទូប្រុសយើងក៏បានត្រៀមចិញ្ចៀនណាគាត់គិតថានឹងសុំទូស្រីរៀបការហើយព្រោះគាត់ច្បាស់លាស់ក្នុងចិត្តហើយថាពេលហ្នឹងគឺទូស្រីជាមនុស្សសំខាន់សម្រាប់គាត់គាត់ត្រូវតែយកទូស្រីរបស់យើងដើម្បីប្រកកិត្តិយសសុំនាងរៀបការធ្វើជាប្រពន្ធរបស់គាត់ព្រោះពិចារណាទៅមកទូស្រីរបស់យើងគឺជាមនុស្សដែលគួរអាណិតស្រឡាញ់ច្រើនអញ្ចឹងហើយគាត់បានធ្វើទង្វើមិនគប្បីចំពោះនាងក៏វាច្រើនដែរអញ្ចឹងល្មមដល់ពេលដែលធ្វើឲ្យទូស្រីយើងមានក្តីសុខហើយគណៈពេលហ្នឹងទូស្រីរបស់យើងក៏បានយកលិខិតលាឈប់មកឲ្យទូប្រុសហើយអញ្ចឹងគាត់ក៏ឆ្ងល់មិននៅសុកសុកសុំលាឈប់ខាងគាត់រឿងអីទៀតហើយទូស្រីយើងគាត់យល់ច្រឡំដោយសារតែនាងម្នាក់ផ្សេងទៀតក៏បានយកคลิปសម្លេងនេះថាទូប្រុសហ្នឹងគឺអត់បានស្រឡាញ់ទូស្រីគាត់តែជារបស់លេងទេមានតែខ្លួនទេដែលជាមនុស្សសំខាន់សម្រាប់គាត់គិតទៅអនាគតតែពិតមិនមែនទេគ្រាន់តែជាសម្លេងដែលគេកាត់តប្លែកច្រឡំណាមិនមែនជាសម្លេងទូប្រុសគាត់មិនបាននិយាយអីទាំងអស់ហើយទូស្រីអត់បានបកស្រាយប្រាប់ទូប្រុសយើងក៏អត់ដឹងថាមិនបានទូស្រីយើងសុកសុកមកសុំលាឈប់ពីគាត់ភ្លាមអញ្ចឹងគាត់ឆ្ងល់ឬថាទូស្រីចឹងសម្រាប់ចិត្តជ្រើសរើសអាមួយដែលជាបងប្រុសមិត្តភក្តិទូស្រីនឹងហើយទើបបានជាទូស្រីចឹងមកនិយាយចឹងដាក់គាត់ធ្វើឲ្យគាត់តូចចិត្តមករំពេចអាមនុស្សកំពុងតែខ្មើឥឡូវរៀងតម្លាក់ខ្មើដើម្បីមកហៅទូស្រីស្រាប់តែទូស្រីធ្វើអីចឹងអាភាពខ្មើដែលមាននៅក្នុងខ្លួនមិនទាន់អស់ទៅផងស្រាប់តែបុកឡើងមកវិញណាអញ្ចឹងហើយគាត់ក៏ខឹងទូស្រីដែរថាមិនក៏ទូស្រីចឹងមកសុំគាត់ឈប់អីចឹងយើងក៏លេចមកមើលតួប្រុសយើងអានេះវិញបន្ទាប់ពីទូស្រីសុំលាឈប់ចឹងទៅគាត់ខូចចិត្តគាត់ក៏បានមកជួបជុំមិត្តភ័ក្តិគឺថាអកយើមនុស្សគេខូចចិត្តនោះមនុស្សទម្លាក់ភាពខ្មើរអីគាត់ថាសុំទូស្រីរៀបការមិនតាន់បានសុំគេផងឥឡូវគេមិនសុំលាឈប់សុំបែកចឹងគាត់មិនខូចចិត្តមនុស្សមិនដែលស្រឡាញ់គេផងដល់ពេលបានស្រឡាញ់មួយកាប់មុខស្រាប់តែភ្លាមនោះមិត្តភ័ក្តិរបស់ទូស្រីក៏បានចូលមកដល់ហើយគាត់ក៏បានសុទ្ធទូប្រុសយើងយកហ្មងគាត់ខឹងជំនួសទូស្រីនោះក៏បានថាបើសិនជាទូប្រុសយើងគ្រាន់តែកាត់ទុកមិត្តភ័ក្តិគាត់ជារបស់លេងសើចទេមិនក៏មិនព្រមដោះលែងនឹងតាំងពីយូរមិនក៏ចាំបាច់ទុកក្បែរខ្លួនធ្វើអីបើខ្លួនឯងគ្មានភាពច្បាស់លាស់ជាមួយគេផងនោះតែអញ្ចឹងទូប្រុសគាត់ក៏បានសួរថានាងយកពាក្យស្អីយកមកនិយាយជាមួយខ្ញុំអ្នកណាប្រាប់ថាខ្ញុំទុកគេគឺជារបស់លេងសើចខ្ញុំមិនបានគិតបែបនោះទេខ្ញុំកំពុងតែមានកម្រងចង់សុំគេរៀបការផងដល់ទៅនាងក៏បាននិយាយថាសុំរៀបការស្អីលោកមិនដឹងទេថាលោកក៏បានឲ្យស្រីម្នាក់នោះយកคลิปសម្លេងយកឲ្យមិត្តភក្តិខ្ញុំស្ដាប់ច្បាស់ណាស់វាជាសម្លេងរបស់លោកហើយនៅប្រកែកថាមិនមែនទៀតទូប្រុសយើងគាត់ឆ្ងល់គាត់មិនបាននិយាយអីផងអ្មេចបានទៅចេញคลิปសម្លេងមកពីណាដល់តែអញ្ចឹងគាត់គិតថាទូស្រីយល់ច្រឡំលើគាត់អញ្ចឹងហើយត្រូវទៅទូស្រីយើងបកស្រាយភ្លាមហើយគាត់ស្វឹងផងអីផងនោះមានអ្នកណាទៅដល់គូសទ្វារទូស្រីយើងស្រែកលោឡាពេញនឹងធ្វើឲ្យអ្នកចិត្តខាងគេក្បែរនឹងគេឆ្ងល់អ្នកណាគេមកស្រែកលោឡាទាំងកណ្ដាលយប់ហ្នឹងដល់ទៅទូស្រីយើងដំបងគាត់ព្រមបាក់ទ្វារក៏ប៉ុន្តែដោយសារតែទូប្រុសយើងនៅទៅហៅទៀតបើអញ្ចឹងវារំខានដល់អ្នកចិត្តខាងធម្មបានទូស្រីក៏បានបាក់ទ្វារឲ្យគ្រាន់តែទូស្រីយើងបាក់ទ្វារឲ្យទូប្រុសចូលមកដល់ក៏បាននិយាយថាមិនក៏ទូស្រីយើងមិនព្រមស្ដាប់ការបកស្រាយរបស់គាត់សិនហើយទូស្រីដែលស្ដាប់ការបកស្រាយស្អីខ្ញុំទៅការស្ដាប់ទេហើយទូប្រុសក៏បាននិយាយថានាងនឹងមកពីណាថាខ្ញុំនិយាយអាភាសានឹងទៅកាន់នាងវាមិនពិតទេខ្ញុំមិនបាននិយាយពាក្យនឹងទេទូប្រុសយើងក៏បានដកយកអញ្ជើញចេញពីកប៉ាអាគាត់យកមកបំពេឲ្យទូស្រីព្រោះគាត់ចង់ប្រាប់ថាថ្ងៃដែលទូស្រីយើងយកលិខិតទៅសុំលាឈប់គាត់នឹងគឺជាថ្ងៃដែលគាត់ចង់សុំទូស្រីរៀបការនឹងឯងអញ្ចឹងហើយគាត់ក៏បានយកអញ្ជើញនឹងមកបំពេឲ្យទូស្រីថ្ងៃហ្នឹងហ្មងទៅចង់បញ្ជាក់ថាគាត់ពិតជាច្បាស់លាស់មួយទូស្រីហើយការកន្លងមកគាត់មិនទាន់ច្បាស់លាស់ប៉ុន្តែឥឡូវគាត់ដឹងចិត្តខ្លួនឯងអញ្ចឹងចង់ឲ្យទូស្រីជឿជាក់លើគាត់កុំស្ដាប់អ្នករតីណាគាត់ក៏បានបង្ហាញអាคลิปសម្លេងហ្នឹងទៅដល់ទូស្រីថានេះគ្រាន់តែជាសម្លេងគេកាត់តទេក៏ឲ្យទូស្រីយើងកុំគិតអីហើយក៏កុំជឿត្រូវជឿនៅអ្វីដែលគាត់បានប្រាប់ណាថានៅជាមួយគ្នាយូរគួរតែដឹងថាគាត់ជាមនុស្សចេះកុហកទេប្រហែលថ្ងៃក្រោយមកទៀតម្ដាយរបស់តួប្រុសក៏ត្រូវបាននាងម្នាក់ទៀតដែរជាអ្នករករឿងយកคลิปទៀតទៅបង្ហាញតួស្រីថ្ងៃមុនដោយសារតែអញ្ចឹងទៅធ្វើឲ្យខ្លួនឯងធ្លាក់ណាដោយសារតួប្រុសគាត់មានការគេថាផ្ដាច់មិនឲ្យមានតំណែងត្រង់រកស៊ីអញ្ចឹងគ្រូសានាងក៏ដុនដាបអញ្ចឹងហើយគិតថាអ្វីគ្រប់យ៉ាងមកពីតួស្រីហើយរួមទាំងជាប៉ែដែលជាម្ដាយតួប្រុសផងដែរអញ្ចឹងហើយបើថាធ្វើអីតួប្រុសមិនបានគឺថាយកជាប៉ែនឹងមកជំនួសដល់តែភ្លាមនោះតួស្រីយើងក៏គាត់មកជួយណាដល់តែនិយាយគាត់រៀងភ្ញាក់ខ្លួនមិនដឹកស្មានគាត់កន្លងមករើសអាងតួស្រីម្លឹងនៅពេលដែលគាត់មានបញ្ហាតួស្រីបែរជាខ្លួនមកជួយគាត់ទៀតអញ្ចឹងគាត់ដឹងខ្លួនពេលហ្នឹងណាដល់ទៅភ្លាមហ្នឹងពេលហ្នឹងទៅទូប្រុសយើងក៏បានមកជួយទូស្រីនឹងម្ដាយរបស់ខ្លួនភ្លាមដែរព្រោះឯបានដំណឹងពីទូស្រីពេលដែលគាត់មកជួយយីប៉ែនឹងបដាគាត់ក៏បានទូរស័ព្ទឲ្យទូប្រុសនឹងហៅគ្នាមកបន្ថែមព្រោះគាត់ដឹងមុខសញ្ញានាងម្នាក់នឹងយកម្ដាយរបស់ទូប្រុសទៅទុកណាទុកណីណាក៏បណ្ដាដោយសារទូស្រីយើងគាត់សុខចិត្តរងចំពោះម្ដាយរបស់ទូប្រុសណាក៏ត្រូវបាននាងនឹងធ្វើឲ្យទូស្រីយើងនឹងក៏ស្លាប់ភ្លាមទៅហើយទូប្រុសក៏បានមកយកនាងទៅហើយយកទៅដាក់នឹងទីពេទ្យហើយក៏បារម្ភពីប្រពន្ធគាត់ខ្លាំងដែរតែថាទូស្រីយើងនេះគាត់មិនទាន់នឹងបានរៀបការជាមួយគ្នាផងទើបតែបានយកចិត្តគ្នាឥឡូវទៅជាអញ្ចឹងទៀតណា
ឥឡូវនេះដែរបន្ទាប់ពីអ្នកទាំងពីរបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នារួចមកក៏បានរៀបចំពិធីអាពាហ៍ពិពាហ៍ជាមួយគ្នាដោយសារតែឥឡូវគេបានយល់គ្នាជាមួយនឹងម្ដាយរបស់តួប្រុសក៏យល់ព្រមហើយណាហើយចឹងទៅក៏ធ្វើឲ្យអ្នកទាំងពីរបានប្រារព្ធកម្មវិធីពេញមុខពេញមាត់ផ្ដល់កិត្តិយសឲ្យតួស្រីទៅទោះបីជាថាកន្លងមកតួប្រុសយើងជាកំពូលបរោះបច្ចាន់ក៏បច្ចាន់ហួងហែងផងសោះអក្រោះគល់ឈើជាគ្នាក៏ដោយប៉ុន្តែឥឡូវនេះគាត់ចាប់ផ្ដើមកែប្រែខ្លួនហើយដោយសារតែគាត់នៅជាមួយតួស្រីជានឹងល្អណានាងតែងតែផ្ដល់នៅភាពកក់ក្ដៅដល់គាត់អាចធ្វើឲ្យគាត់ជាបរោះដែលមិនចេះស្រឡាញ់អ្នកណាមិនចេះគិតពីអ្នកណាប្រែក្លាយទៅជាបរោះដែលល្អវិញណាអញ្ចឹងហើយតួស្រីចឹងក៏រំភើបចិត្តដែរដែលបានរស់នៅជាមួយតួប្រុសហើយគាត់ព្រមទទួលស្គាល់ថាគាត់ពិតជាស្រឡាញ់តួស្រីនិងមើលថែនាងណាអញ្ចឹងហើយរឿងរបស់យើងក៏បានដល់ទីបញ្ចប់ក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានការសម្ដែងរឿងរបស់ admin ណាអញ្ចឹងហើយកុំភ្លេចជួបគ្នារឿងក្រោយៗទៀតលាសិនហើយ